ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ក៏វិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តមកមុខចាន់នី Zulian និងប្រិយមិត្តជាច្រើនរូបជាបន្តបន្ទាប់សម្រាប់នីតាពៅ KH Cambodia ប្រិយមិត្តយ៉ាវបញ្ញាប្រុសមុខឆៃយ៉ាស្រមោចក្រហមថៃសុផាធីនិងប្រិយមិត្តវិចិត្រសួនបាទតាក់ស៊ីអូជ្រៃមុខបូព៌ាយូធណែមដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារីត្រីម៉ោង 9 យប់ចុងសប្តាហ៍ម៉ោងនៅក្នុងប្រទេសកម្ពុជាខ្ញុំសូមបង្ហាញនៅរបៀបរយៈតាមទម្លាប់អឺរ៉ុបប្រកូនទី1គឺការបង្ហាញប្រធានបទទី2បកស្រាយប្រធានបទទី3សំណួរចម្លើយផ្សេងទៅតាមពេលវេលាប្រធានបទថ្ងៃនេះមាន2ក្តៅប៉ុន្តែមុននឹងឈានចូលទៅដល់ប្រធានបទទាំងពីរនេះប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឪទូរទស្សន៍សូនតារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ជាសំណួរមួយគឹមលីសុក logic ហ៊ុនម៉ាណែតអាចជួបចិនជួបបរទេសនានាបែនមកឬក៏ថ្មីនេះជួបម៉ាឡេស៊ីនិយាយពីស្ថានភាពនៅភូមាហេតុអ្វីមួសុខួរនិងកឹមសុខមិនអាចជួបអន្តរជាតិនានានិយាយពីកម្ពុជា Stephanie Rose និង Camelis ប្រធានបទទី2ជាប្រធានបទអមជាសំណួរមួយចោទសួរថាចេះតើរោងចក្រនេះរឹងមាំតស៊ូផលិតស៊ីម៉ង់មានទំហំធំប៉ុណ្ណាទើបត្រូវរំលាយព្រៃឡង់មួយនៅខេត្តក្រចេះព្រៃចំណិត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតជាប្រពៃណីបើកឆាកយើងមានគ្រឿងក្លែង2បាត់ដំបងវុទ្ធិស្ថានគ្រឿងក្លែងទី1គឺនិយាយអំពីទំនិញដែលជាប្រតិកម្មរបស់ប្រិយមិត្តមានការភ្ញាក់ផ្អើលសុខរីករាយប្រធានបទទី2និយាយអំពីរបាយការណ៍សម្រស់ក្រុងភ្នំពេញណាចៅពិសាឥឡូវមានបងប្អូនដែលទូរទស្សន៍សូនតារាទើបតែចាប់ផ្សាយផ្ទាល់ឡើងវិញរយៈពេល3ថ្ងៃទាំងថ្ងៃនេះស្អរវេលាស៊ីស្បានិយាយអំពីរឿងការលុបបន្ទះធម្មពលអគ្គិសនីព្រះអាទិត្យមូរីបូរ៉ាក៏មានសំណួរ logic មួយ logic គឺមានន័យថាស្ដាប់ទៅប្រកែកមិនបានក្រៅតែពីពាក្យជេរបចោជេរបចោវាមិនមែនជាផ្នត់កំណត់អីទេដូចជាឆ្កែហ្នឹងអន្តរារិសិនវាអាចព្រុសបានជាភាសាដែលណាអាចព្រុសធម្មតាបានខ្ញុំសូនតារាអត់ដឹងភ្ញាក់ផ្អើលពេលដែលអាមេរិកដំឡើងពន្ធរហូតទៅ 3000% ជាងលើការនាំចូលបន្ទះអគ្គិសនីដែលប្រើធម្មពលព្រះអាទិត្យភ្ញាក់ព្រឹកពេលនោះខ្ញុំក៏នឹកឃើញទៅដល់រដ្ឋាភិបាលសំរងស៊ីគាត់និយាយអំពីការលុបកូតាឲ្យបរទេសជាពិសេសដល់ទៅលើចិនប្រទេសកម្ពុជា
ចិនជាអ្នកគ្រប់គ្រងកាន់កាប់ទៅលើសេដ្ឋកិច្ចមកយោងទៅតាមណាយើងមើលឃើញចាក់ស្ដែងទាំងអស់គ្នាស្រាប់តែពេលនោះសុខសន្តិហ៊ុនម៉ាណែតក៏គាត់បានប្រតិកម្មទៅនឹងសំរងស៊ីដោយមិននិយាយចំឈ្មោះថាកម្ពុជាអត់មានលុកកូតាឲ្យបរទេសទេអញ្ចឹងសូនតារាក៏ចោទសួរទៅវិញថាបើមិនលុកកូតាឲ្យបរទេសជាពិសេសចិនបើមានភ្លើងគ្រប់គ្រាន់លុកឲ្យអាមេរិកសូបណសូហេតុអ្វីគ្មានភ្លើងប្រើប្រាស់នៅក្នុងស្រុកនៅប្រទេសកម្ពុជាមួយថ្ងៃដាច់ភ្លើង10ដងបើយើងមានភ្លើងនឹងបន្ទះអគ្គិសនីបើកម្ពុជាមានរោងចក្រផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យទំនើបជាងស្រុកបារាំងផងទំនើបជាងស្រុកអាមេរិកផងហេតុអ្វីបានជាយើងអត់មានភ្លើងប្រើនៅក្នុងស្រុកដាច់និយាយមានកន្លែងដាច់ភ្លើងបាត់ឡើយហើយនៅក្នុងប្រទេសកម្ពុជាតំបន់ខ្លះហ្នឹងប្រើចង្គៀងម៉ាំងសុងទៅឡើយទេឬប្រើចង្គៀងដុតអាចគោឡើយទេសាលីនតាំងដុតអាចគោបំពុះភ្លើងគោអត់ទាន់មានភ្លើងពូទេបើមានប្រើអាគុយទេបងប្អូនណែសំរ៉ូជេសពេលនោះមានប្រិយមិត្តជាច្រើនមែនម្នាក់បងប្អូនផ្ញើសារមកខ្ញុំថាលោកគ្រូនិយាយគ្មានខុសមួយម៉ាច់ភ្ញាក់ដូចផ្ទះកំភ្លៀងភ្លើងនៅផ្ទះខ្ញុំដាច់រាល់ថ្ងៃអញ្ចឹងបានជាបើលោកគ្រូអត់និយាយកុសលរតនៈគាត់ថាខ្ញុំអត់ចាប់អារម្មណ៍ទេថាចុងប្រទេសកម្ពុជាមានរោងចក្រផលិតបន្ទះអគ្គិសនីលក់ឲ្យអាមេរិកសម្ពីមកមិនធម្មតាទេបងប្អូនមិនធម្មតាទេសម្បូរមកប៉ុន្តែបែរជាខ្លួនឯងអត់មានភ្លើងប្រើឲ្យប្រជាជនអញ្ចឹងមានន័យថាម៉េចមានន័យថាភ្លើងនឹងបន្ទះនឹងមិនមែនជារបស់ខ្មែរទេមិនដូចសមស៊ីថាហើយគឺលក់កូតាហើយបើកាលណាលក់កូតាអាអ្នកចំណេញវាមានតែអាអ្នកនាំចេញវណ្ណៈសវាងចិនអាគ្នាចិនណែមន្ត្រីពុករលួយកម្ពុជាមានអំណាចធំហ្នឹងដែលលក់កូតានិងរបាយការណ៍កើនតែរបាយការណ៍ប្រជាជនក្រីក្រផ្សារស្ងាត់នៅក្នុងភូមិសល់តែយាយមើលចៅប្រជាជននៅតាមព្រំដែនថៃក្បែរប្រជុំវិញនៅព្រំដែនទិសខាងលិចទិសខាងជើងនេះរត់ទៅប្រទេសថៃធ្វើការអស់ឯចំណែកអ្នកនៅក្នុងស្រុកនៅក្នុងភូមិគឺរកភ្លើងប្រើមិនបានអ្នកនៅតាមខេត្តអ្នកនៅភ្នំពេញនិយាយដាច់ភ្លើងបាទអ្នកខ្លះហ្នឹងកំពុងតែមើលទូរទស្សន៍សន្តារាប្រើអ៊ីនធឺណិតផងគាត់ត្រៀមគាត់កំពុងត្រៀមចុចបដូរអំពីអ៊ីនធឺណិតទៅជាប្រើប្រព័ន្ធណែmobile វិញប៉ិតណាភ្ញាក់បងប្អូនខ្ញុំក៏បន្ថែមទៅទៀតថ្ងៃនេះខ្ញុំបានអានប្រតិកម្មរបស់បងប្អូនយើងដែលនិយាយអំពីនៃភ្លើងនឹងភ្លៀងសុខពិសិដ្ឋខ្ញុំក៏បានជម្រាបប្រាប់គាត់ថាទំនិញពិតប្រាកដឆាយអានរបស់ខ្មែរយើងគឺចាក់រាយប៉ាយពេញផ្លូវទេបងប្អូនអ្នកណាបានពីអត្ថបទរបស់ខ្ញុំចំណានកម្ពុជាអានេះវាមានន័យថាប្រទេសកម្ពុជាបើយើងនិយាយពីរបាយការណ៍នាំចេញគូខ្លាំងនៅអាមេរិករហូតដល់អាមេរិកតម្លើងពុនយើងអត់ដឹងថាប្រទេសកម្ពុជាយើងនាំចេញស្អីទេណាប៉ុន្តែអាតំណែងខ្មែរពិតប្រាកដចាក់ចោលពេញផ្លូវបងប្អូនដូចជាស្រូវអង្គបន្លែស្វាយល្ពៅដូងណាមានតាងានស្អីតាងាននេះតាងែនចាក់ចោលពេញផ្លូវអញ្ចឹងវាមានន័យថាម៉េចសោកក៏សោកវាមានន័យថាបើសិនជាអញ្ចឹងមែនប្រទេសយើងប្រើប្រាស់ដោយជនបរទេសខុបខិតជាមួយជនបរទេសអាតំណែងមិនជួយលក់តំណែងខ្មែរអាតំណែងខ្មែរអត់ទីផ្សារបន្លែស្ពៃទៅសក់ណាមន់ជ្រូកស្វាយដូងដលងអីហ្នឹងចាក់ចោលហើយពេញផ្លូវដល់តែលក់
ទៅលក់ចិនអាអ្នកមានចិនអាខ្មែរពិតប្រកបតំណែងនេះចាក់ចោលពេញផ្លូវឥឡូវបងប្អូនណាដែលមើលឃើញខុសពីសូនតារាស្រីនាងថាតំណែងខ្មែរណាពិតប្រកបគឺនៅរាយប៉ាយពេញផ្លូវហើយចុះអាតំណែងដែលនាំចេញទៅអាមេរិករាប់សិបតោនរបាយការណ៍យ៉ាងនេះហុងជ្រុយយ៉ាងក៏ក្រឹកក៏ក្រៀងតាអាហ្នឹងអ្នកណាតំណែងខ្មែរផលិតពីអីអាហ្នឹងអាហ្នឹងហើយដែលបងប្អូនយើងគាត់ភ្ញាក់ផ្អើលណាប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាឆោវ៉ាន់ស្រាត់ខោជន់ផ្ដាច់ការហ៊ុនគីមអេផ្លាស់ប្ដូរផ្នែកគំនិតរ៉ាមេតាអូគ្រឿងខ្លែងទី2គ្រឿងខ្លែងទី2មានបងប្អូនយើងសុំមិនសុំតពុះឯងសុំយោបល់រឿងក្រុងភ្នំពេញទេជាងលក្ខណៈគាត់ថាអត់លឺលោកគ្រូប្រតិកម្មឬក៏និយាយទេគេថាក្រុងភ្នំពេញជាប់លេខ2នៅលើពិភពលោកវ៉ាដាច់ទីក្រុងញូវយ៉កវ៉ាដាច់ទីក្រុងវ៉ាដាច់ទីក្រុងញូវយ៉កហើយអត់ដឹងថាម៉េចទេដល់ថ្នាក់ហ្នឹងទៅណាអានេះបានសូនតារាអត់តែនិយាយសោះប៉ុន្តែថ្ងៃនេះនិយាយបន្តិចចុះដើម្បីរំលឹកមេរៀនសំខាន់ណាស់បងប្អូនណាពេលនោះមានអ្នកនិយាយចឹកអង្គរបកប្រែភាសាហើយយើង3អ្នកដែលខ្ញុំឆ្លើយតបម្នាក់2អ្នកទៀតខ្ញុំតបដោយរូបកតុកតាសោចវាសនាសេងបងប្អូនរូបកតុកតាសោចណារូបកតុកតាសោចហាណាដល់ម្នាក់ទៀតខ្ញុំបានទៅប្រាប់គាត់មកឃ្លាថាតើធ្លាប់តាមដានទូរទស្សន៍សូនតារាស្គាល់ធ្លាប់ឮសូនតារានិយាយអំពីប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរក្រហមទេប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមណាឥឡូវខ្ញុំអត់ទាន់ឆ្លើយទេខ្ញុំមិនទុកឲ្យបងប្អូនយើងឆ្លើយខ្ញុំអានសិនព្រោះមុននឹងជៀនចូលដល់ប្រធានបទសំខាន់បងប្អូនមានធ្លាប់ឮសូនតារានិយាយណារឹកធីអប់ឡិនប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមទេបងប្អូនមានតែឮសូនតារានិយាយទេអាអ្នកណាឆ្លើយមួយម៉ាត់ទេគ្រាន់តែឮនឹងអត់បានទេបើអ្នកណាឮមានន័យថាមិនបាច់ខ្ញុំនិយាយយល់ហើយចាំអ្នកណាអត់ឆ្លើយច្បាស់ថាអត់មានន័យថាកូនសិស្សជឿគាត់ផ្លេចឬក៏គាត់មិនដែលបានស្ដាប់លោកគ្រូទៅតែស្ដាប់ថ្មីខ្ញុំខ្ញុំខានរំលឹកដែរនឹងទោះអាសាររំលឹកហ្នឹងបងប្អូនណានៃរមេតាអ៊ំនឹងឆាយាសច្ចាសិតកូនសិស្សខ្លាំងណាស់បាទឪរស់ប្រុសកូនបាទសិតជើងខ្លាំងណាស់ណារិនបាទសុផាតព្រៃសជាសុកបាទលឹមពិសិដ្ឋហ៊ីលយូជារីយ៉ាន់ខាត់ម៉ាត់បាទសិតអ្នកធ្លាប់លឺបងប្អូនខ្ញុំនិយាយតិចចឹងមុននឹងខ្ញុំនិយាយរឿងរំលឹកប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមដែលលីអូយគាត់លឺគាត់សើរឿងពឹងងាប់រឿងប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមអ្នកដែលធ្លាប់ឮខ្ញុំនិយាយរឿងប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមនេះណាកំពុងតែមើលទូរទស្សន៍សូនតារាហ្នឹងចុះក៏សោចពេកញ័រដែរ share ឯងចង់20ដងគាត់សោចគាត់ share ទូរទស្សន៍សូនតារាហ្នឹងដាយ៉ាខានណែដាខាយ៉ាហានអាហ្នឹងគឺបានបុណ្យមកបងណាគឺបានបញ្ញាបុណ្យហ្នឹងគឺបញ្ញាហ្នឹងឯងគឺមើលឃើញសច្ចធម៌ពិតប្រាកដស្ដាប់ទៅគឺបកអីអត់បានបើជេរបចោបានណាជេរបចោដូចថាខឹងក្តៅកាហាយនឹងការពិតដូចមីផ្ចាញ់ព្រះអ៊ីសាន Enterprise ណាគណៈបព្វជិជនគេដើរតួធ្វើជាអាសម្បើមគេថាគេចោទអ្នកប្រឆាំងនៅក្រៅស្រុកហ្នឹងនិយាយបង្អាប់ប្រទេសអញ្ចឹងគេអត់ហៅថាអាស្នេហាជាតិទេដល់អញ្ចឹងទៅដើម្បីហៅថាអាស្នេហាជាតិគេឲ្យនិយមន័យថាអានិយាយទៅសើប្រទេសអញ្ចឹងស្រុកគេឲ្យគេថាអាណានិយាយទៅសើប្រទេសអាហ្នឹងហៅស្នេហាជាតិដូចជាលូទឹកស្អុយសម្រាមកប់បងប្អូនមានអ្នកជីកាត់ក្រុងភ្នំពេញជានៅក្រោយពេទ្យល្បែងនៅឯហ្នឹងបងប្អូនជីទៅអ្នកខ្លះជីកាត់នឹងរាល់ថ្ងៃទៅអត់ធំក្លិនដោយសារផ្ទះនៅនឹងវាស៊ាំអ្នកអត់ដែលជីកាត់ក្រុងភ្នំពេញជីកាត់ម្ដងនឹងគូថាអាសម្រាមលូទឹកស្អុយចឹងទៅហើយបងបុនទៀនមកណាខែកឋិនខែបុនអ៊ំទូកហ្វាប្រជាចូលឆ្នាំហ្នឹងគ្រាន់តែមនុស្សងើបបាត់ទៅមកទៅសឹកតែផ្កាយរះព្រមព្រៀងផ្កាយស្បោងណាផ្កាយស្បោងផ្លាស្ទិកហ្នឹងគូថាវាសម្បើមសម្បើមដល់ទៅពេលអញ្ចឹង
មិនក៏ដោយឲ្យជន់អាចក៏ដោយពួកនិយមន័យគេហៅថាអាស្នេហាជាតិគេដាក់និយមន័យមនុស្សជនណាដែលហៅថាអាស្នេហាជាតិគឺជាការនិយាយល្អពីកម្ពុជាដូច្នេះអាដើរជន់អាចក៏ដោយក៏និយាយថាផ្ការិចស្គូស្គីក្នុងក្រុងភ្នំពេញអានឹងមិនបើយើងហ៊ានថាដើរជន់អាចអានឹងគេហៅថាអាក្បត់ជាតិណាបងប្អូនណាអានេះគេហៅក្បត់ជាតិព្រោះពីកំណត់និយមន័យអញ្ចឹងប៉ុន្តែអានឹងសូមត្រូវឆ្លងផ្លៃតបវិញគេថាឯងនិយាយអាក្រក់តែពីជាតិខ្លួនឯងរហូតមកទល់ឥឡូវគណៈបកប្រជាជននៅតែនិយាយអញ្ចឹងប៉ុន្តែសូនរាតែងតែនិយាយ logic គឺត្រូវខ្ញុំថាខ្ញុំអត់ដែលនិយាយអាក្រក់ពីកម្ពុជាខ្ញុំចង់ឲ្យកម្ពុជាប្រជាជនកម្ពុជាមានសេរីភាពមានសេចក្តីសុខរុងរឿងមានប្រាក់ចំណូលមានការងារធ្វើមានជីវភាពទូទាចង់ឲ្យប្រទេសកម្ពុជាមានគង់វង្សព្រៃឈើរ៉ែទឹកដីសេដ្ឋកិច្ចជឿនលឿនណាទាំងសេដ្ឋកិច្ចទាំងសិទ្ធិសេរីភាពនិងទាំងជីវភាពប្រជាជនប៉ុន្តែសូនតារាអត់មានតេស្តឌីលអត់មានថានិយាយអាក្រក់ពីប្រជាជននេះខ្ញុំនិយាយអាក្រក់ពីមេដឹកនាំឯណាបាទមុនខ្ញុំធ្លាប់ឆ្លើយអានឹងយូរហើយច្រើនដងណែឥឡូវនៅតែថាអញ្ចឹងកាលតាំងពីសម្ដេចតេជោគាត់នៅនាយករដ្ឋមន្ត្រីគេថាឯងមួយថ្ងៃឃើញតែនិយាយថាស្នេហាជាតិប៉ុន្តែនិយាយអាក្រក់តែពីជាតិខ្ញុំថាអត់ទេខ្ញុំមាននិយាយអាក្រក់ពីជាតិទេខ្ញុំរិះគន់ហ៊ុនសែនខ្ញុំតែហ៊ុនសែនអាក្រក់ព្រោះគាត់កន្លែងណាគាត់ធ្វើអាក្រក់ឥឡូវទៅអញ្ចឹងវិញគេថាឯងមួយថ្ងៃឃើញល្បីតែស្នេហាជាតិប៉ុន្តែមិនដែលឃើញនិយាយល្អពីជាតិនិយាយអាក្រក់តែពីជាតិខ្ញុំថាអត់ទេខ្ញុំនិយាយពីទង្វើអាក្រក់របស់ហ៊ុនម៉ាណែតដែលចាប់ជនស្លូតត្រង់ដាក់គុកខ្ញុំមិនដែលនិយាយថាជាតិអាក្រក់អីទេខ្ញុំនិយាយថាអ្នកដឹកនាំនឹងធ្វើឲ្យជាតិហិនហោចឥឡូវនៅក្នុងប្រទេសបទទី2នឹងនិយាយអំពីរឿងព្រៃឈើរឿងការកាប់ព្រៃឈើដើម្បីធ្វើរោងចក្រប្រព័ន្ធកញ្ចក់ដៃទៅរំលាយព្រៃឈើទូទាំងខេត្តអានេះទីទៀតខ្ញុំចោទជាសំណួរអានឹងខ្ញុំនិយាយអំពីអាក្រក់តែអ្នកណាអាក្រក់និយាយពីអានោះទៅតើអានេះគេនិយាយអំពីការលុកកូតាបរទេសអានឹងគឺគេជួយជាតិពីព្រោះលុកកូតាបរទេសមានន័យថាទំនិញស្រុកខ្មែរហ្នឹងវាអត់តម្លៃអត់នេះបរទេសហ្នឹងដាក់ឈ្មោះខ្មែរប្រើឆ្មាក់ខ្មែរជាឈ្នួលណាជាទេសកលយកទៅលក់នៅក្រៅប្រទេសអាតំណែងខ្មែរពិតប្រាកដចាក់ចោលដូចធុងសម្រាមអានឹងយើងស្នេហាជាតិតែបងប្អូនណាអញ្ចឹងបងប្អូនបែងចែកច្បាស់និយាយតែដូចសូនតារាឋានបាទបើនេះគេថាឯងមួយថ្ងៃស្រឡាញ់តែជាតិនិយាយអាក្រក់ពីជាតិអត់ទេខ្ញុំនិយាយអាក្រក់ពីអ្នកឯងហ្នឹងខ្ញុំមាននិយាយអាក្រក់ពីជាតិស្អីខ្ញុំជាតិប្រទេសកម្ពុជាហ្នឹងជាទឹកដីដែលខ្ញុំស្រឡាញ់ស្មើជីវិតលើសពីជីវិតរបស់ខ្ញុំនិយាយអាក្រក់ពីអ្នកឯងនិយាយអាក្រក់ពីបុគ្គលរបស់អ្នកឯងមួយឥឡូវខ្ញុំនិយាយអំពីត្រឡប់មកវិញហើយរឿងក្រុងភ្នំពេញស្អាតជាងគេទី1ខ្ញុំនិយាយបាញ់មិញដោយសារគណៈបកប្រជាជនហ្នឹងគេដើរតួធ្វើអាជោនិងអាសម្បើមគេថាអ្នកដែលនិយាយល្អគេហៅថាអាស្នេហាជាតិអញ្ចឹងគេធ្វើនិយាយអញ្ចឹងទៅដើម្បីឲ្យគេថាអាស្នេហាជាតិឲ្យរបបហ៊ុនសបាយគេតម្លើងគេឲ្យលុយតែសបាយគេតែងតាំងបងណាមួយទី2ហាណាភេប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមបងប្អូនណាចាំតែពាក្យ2ម៉ាត់ទេ2ម៉ាត់ពីមុនខ្ញុំមិនដែលឲ្យអាពាក្យ2ម៉ាត់និយាយពីប្រព័ន្ធនេះត្រូវការនាយករដ្ឋមន្ត្រីថ្មីរបស់ប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមគឺអួតភូតមើលថ្ងៃណាខ្ញុំសេតបត់តែពាក្យ2ម៉ាត់ហ្នឹងទុកឲ្យបងប្អូនខមមិនឲ្យបងប្អូនឆ្ងល់មើលតែអ្នកធ្លាប់មើលទូរទស្សន៍សូនតារាសើចងល់ហើយបងប្អូនចាំប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរក្រហមគឺអួតភូតអដាក់ស្រអួរនឹងតផដាក់ស្រអូនឹងតបញ្ចប់ដល់អក្សរតដូចគ្នាគ្រាន់តែអាមួយស្រអួរអាមួយស្រអូនឹងគឺភូតអួតភូតអួតចាំហ្នឹងឲ្យតែឃើញប្រព័ន្ធផ្សព្វផ្សាយដែលមានទម្រង់ដូចណាពួកខ្មែរក្រហមគឺមានអួតភូតអួតហ្នឹងឯងអាហ្នឹងហើយបានជាមនុស្សបាក់ភ្លុកទឹកភ្លុកដីណារាប់ម៉ឺនសែនអ្នកដល់ទោះបីជា page របស់សូនតារា page សូនតារាហ្នឹងគឺដែលខ្ញុំចូលមើលគេរឹតបន្តឹងហ្មងណាខ្ញុំមិនដឹងថាត្រូវដោះយ៉ាងម៉េចទេជាមួយខ្ញុំសួរ admin អ្នកណាជួយក្នុងនឹងបកកាយ Facebook អីចាំជួយផ្ញើសារមកខ្ញុំផងគេរឹតបន្តឹង Facebook របស់ page របស់ខ្ញុំដោយសារតែកាលពីប្រហែលខែមុននោះខ្ញុំចែកចាយវីដេអូគេធ្វើបាបកុមារអញ្ចឹងទៅ Facebook វាថា
បំពេញច្បាប់ដែលយើងចែកចាយវីដេអូគេប្រើអំពើហិង្សាលើកុមារខ្ញុំឃើញគេប្រើអំពើហិង្សាគេដល់បងជាពិសេសលើកុមារដែលអាយុ3 4 ខែហ្នឹងខ្ញុំមានអារម្មណ៍ឈឺចាប់ខ្ញុំ share វីដេអូហ្នឹងដល់ចឹងទៅវាជាប់រឹតបន្តឹងរហូតមកទល់បច្ចុប្បន្នរឹតបន្តឹងមានន័យថាពេលណាដែលរឹតបន្តឹងការផ្សាយផ្ទាល់របស់យើងនឹងវាអត់ reach វាអត់ទៅដល់មនុស្សជាច្រើនទេហើយខ្ញុំមិនដឹងថាគេទៅដកយ៉ាងម៉េចទេបងប្អូនថ្ងៃនេះបានពាក្យពីរម៉ាត់ហើយមុននឹងឈានចូលទៅដល់ប្រធានបទអ៊ីណាសាំងស៊ីលអួតភូតអួតឲ្យតែឃើញបងប្អូនចាំសូនរាឲ្យតែចេញមកមើលក៏ដោយមើលតកហ្នឹងគេនិយាយណាអួតភូតឃើញ fresh new ហ្នឹងភូតអួតភូតអួតម៉ៃក្រហមនិយាយមែនទេខ្ញុំរលំតិចព្រោះឪពុករបស់ខ្ញុំគាត់នៅក្នុងសមរភូមិគាត់មានអាយកូននិងវត្ថុពួកគាត់មក3ខែអីគាត់មិនទាន់មកផ្ទះម្ដងគាត់ច្បាំងនៅក្នុងព្រៃកាលពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ80ខ្ញុំនៅតូចហ្នឹងនេះខ្ញុំរងចាំមើលតែផ្លូវប៉ាខ្ញុំនេះគាត់ច្បាំងដល់ឥឡូវគាត់ច្បាំងចាប់គាត់ទៅដាក់គុកបាទអានេះហៅអ្នកដឹងគុណកងទ័ពដូចនៅអាមេរិកគេអត់ដឹងគុណកងទ័ពបែបហ្នឹងឯងនៅប្រទេសវៀតណាមគេអត់ដឹងគុណកងទ័ពបែបហ្នឹងអានេះមនុស្សច្បាំងតាំងពី79រហូតនៅសមរភូមិស្រាប់តែច្បាំងចប់ចូលរត្រែកបានហើយកាលពីសង្គ្រាមឯងនៅក្នុងសមរភូមិដល់តែចប់សង្គ្រាមឯងចាប់ឯងទៅដេកគុកណាដោយសារតែកតិបណ្ឌិតមិនដល់សូនតារាខឹងសូនតារាទៅចាប់ឪពុកសូនតារាយកទៅធ្វើចំណាប់ខ្មាំងដាក់គុកដើម្បីបំបិតមាត់និងបង្ខំឲ្យសូនតារាចុះចូលខ្មែរក្រហមភូតហើយនឹងអួតគឺនិយាយតិចវិទ្យុខ្ញុំដឹងពីប៉ាខ្ញុំគាត់បើកស្ដាប់ហ្នឹងគឺលឺរាល់ថ្ងៃហ្មងចេញមកពួកអាខ្មាំងយួនចេះណាពួកអានៅលឺណាពួកអាខ្មាំងយួនខ្ញុំនិយាយតាមខ្មែរក្រហមហ្នឹងសុំទោសពួកអាយ៉ងយួនអាហេងសំរិនអាជាស៊ីមអាហ៊ុនសែនអាក្បត់ជាតិអាយ៉ងយួនឥឡូវនេះយើងបានកំទេចពួកអាខ្មាំងយួនហើយយើងបានវាយដណ្ដើមយកទីតាំងពួកអាខ្មាំងយួនយើងរឹបអូសបានអាវុធ10ដើមនិងគ្រាប់មីន5គ្រាប់សម្រាប់ពួកអាខ្មាំងយួនបាន10នាក់និងចាប់បានទាំងរស់ចំនួន20នាក់ហើយពួកវាបានចូលសារភាពជ័យយោអង្គការបដិវត្តជ័យយោចលនាខ្មែរក្រហមដែលកុម្មុយនីសក្រហមឆ្អិនស្អៅដ៏អស្ចារ្យគាត់និយាយចឹងហើយអាកន្លែងនេះយួនបាយយកបាត់ហើយណាបេឡាតែនេះអាកន្លែងនេះគាត់និយាយចឹងហើយមកសទុះក្រោយមកទៅយួនកាន់កាប់ហើយទៅទៀតណាស្បើកទៅចាប់របស់ទៅអាកន្លែងមួយទៀតតែកន្លែងមួយទៀតថាចឹងទៅថាពួកអាខ្មាំងយួនពួកអាយ៉ងយួនយើងបានវាយកំទេចពួកវាទាំងស្រុងហើយយើងបានសម្លាប់ពួកវាចំនួន30នាក់ហើយពួកវាចាប់បានទាំងរស់ចំនួន50នាក់ចុះចូលចំនួន3នាក់យើងរឹបអូសយកបានស្បៀងអង្គចំនួន50បាវពួកវាកំពុងតែបាក់ទ័ពបាក់រុកបាក់ជើងសព្រៀតចោលអាវុធហើយយើងបានដណ្ដើមទីតាំងបានទាំងស្រុងឈុំសុផាតអានេះគាត់និយាយគាត់ថាមេក្រូបិទហើយណាកន្លែងវាថាហ្នឹងយួនទៅបានយួនតូចរត់ទៅក្នុងព្រៃអីយួនទៅបានរហូតអានឹងគឺភូតហើយនឹងអួតហ្នឹងមកប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមភូតអួតហើយខ្ញុំនិយាយថាខ្ញុំចេះតែឆ្ងល់ខ្ញុំនឹកខមក្មេងតូចទេវាវាយបានមុខកពូលនៅចិត្តភូមិខ្ញុំចម្ងាយប្រហែលជាប្រហែលគីឡូហ្នឹងកន្លែងហ្នឹងប៉ាខ្ញុំគាត់ផ្សារទៅច្បាំងទៅសង្គ្រាមមុខកពូលនៅប្រហែលជាចម្ងាយពីផ្ទះខ្ញុំប្រហែល5-6គីឡូតែ10គីឡូទៅចុះខ្ញុំថាចុះអាមុខកពូលហ្នឹងពួកអាពតវាយយកបានទេគាត់ថាអត់ទេវាផ្សាយតែអញ្ចឹងអញ្ចឹងបងប្អូនណាបើកាលណាបងប្អូនឃើញអាប្រព័ន្ធផ្សព្វផ្សាយថាវាយបានពួកវាចឹងទៅយកបានចំនួនអង្គ10ដើមសម្រាប់វា20នាក់ចាប់វាបានទាំងរស់ចំនួន30នាក់អានឹងអត់មានទេហើយបើនិយាយពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងរបបប៉ុលពតអានេះនិយាយប្រព័ន្ធពួកខ្មែរក្រហមធ្វើសង្គ្រាមហ្នឹងមែនទេបើនិយាយពីប្រព័ន្ធផ្សព្វផ្សាយរបស់ពួកប៉ុលពតវិញគឺនិយាយថាមហាអស្ចារ្យមហាលុតផ្លោះលុះសម័យអង្គរអានឹងវាទៅជាហើយសម័យប៉ុលពតហ្នឹងដីក៏ប៉ុណ្ណាសោះក៏ប៉ុណ្ណាសម័យអង្គរបងប្អូនណាខាងលិចជាប់ប្រទេសណាខ្លះប្រទេសខ្មែរជាប់ភូមាជាប់ចិនជាប់ឥណ្ឌាបងប្អូនណាជាប់ម៉ាឡេស៊ីជាប់ម៉ាឡេស៊ីបច្ចុប្បន្នណាយើងមើលដីខ្មែរហើយអាពតវាថាវាលើសសម័យអង្គរ
បងប្អូនមិនជឿវាយចម្រៀងខ្មែរក្រហមចម្រៀងជាតិខ្មែរក្រហមមហាលោតផ្លោះមហាអស្ចារ្យលើកសម័យអង្គរណាវាឆ្ងាញ់ត្រង់ថាមហាអស្ចារ្យមហាលោតផ្លោះលើកសម័យអង្គរពួកឥឡូវហ្នឹងវាឆ្ងាញ់ត្រង់ថាវាលើសញូវយ៉កហើយតូក្យូសៀមរាបអង្គរឯងទៅបកស្រាយថាប្រទេសមានអញ្ចឹងហើយមែនទេមានតែចាំថាប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរក្រហមមានតែពីរនេះគឺភូតអួតអាពាក្យពីរម៉ាត់ហ្នឹងត្រូវចាំឲ្យច្បាស់បងប្អូនត្រូវចាំឲ្យច្បាស់ហើយខ្ញុំចូលរួមបកអសាទរដែលកម្ពុជាក្រុងភ្នំពេញយើងហ្នឹងវាមានសម្រាប់លើសក្រុងញូវយ៉កវាអស់ហើយលើលោកនេះវាញូវយ៉កប្រទេសអាមេរិកហើយញូវយ៉កគឺតំបន់មនុស្សគ្រាន់តែក្រុងញូវយ៉កមួយហ្នឹងមនុស្សច្រើនជាងស្រុកខ្មែរមួយទាំងមូលបងណាមនុស្សចូល20 30លាននាក់ស្រុកខ្មែរយើងអានឹងចាំនិយាយថាវាតំបន់ពាណិជ្ជកម្មក្រុងតូក្យូរបស់ជប៉ុនហ្នឹងថាយើងទៅប្រៀបធៀបមិនដឹងយកស្អីទៅប្រៀបធៀបទេគាត់ថាសម្រាមមួយវាចាញ់គេបាត់ហ្នឹងអានេះវាគាត់នៅសម្រាមមួយវាចាញ់គេបាត់ប៉ុន្តែខ្ញុំសូមចូលរួមបកអសាទរបើបានពិតយ៉ាងដូច្នោះយើងមិនថាស្អីទេគាត់នៅសូនតារាណាតាក់ស៊ីសារៈឲ្យរំលឹករឿងប្រព័ន្ធប្រសពផ្សាយរបស់ខ្មែរក្រហមមានតែពាក្យពីរម៉ាត់ទេគឺភូតអួតប្រិយចំណេះ share វីដេអូនេះទៅកាន់ប្រិយចំណេះដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោចិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ពួកអាខ្មាំងយួនពួកអាយ៉ងយួនយើងបានវាយកាន់កាប់ទឹកដីទាំងស្រុងនៅតំបន់អូជ្រៅនិងនៅតំបន់ដំណាក់ស្មាច់ហើយវាបានរត់ផាសក្រញ៉ាំសម្រាប់ពួកខ្មាំងបានចំនួន20នាក់ចាប់វាបានទាំងរស់ចំនួន30នាក់ហើយនឹងចូលមកសារភាពចំនួន20នាក់អានេះប្រព័ន្ធខ្មែរក្រហមប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៃរបស់គណៈបកប្រជាជនសិនរ៉ូសិតក៏អញ្ចឹងដែរតែដូចខ្មែរក្រហមគាត់អាមកខាងយើងស្ដាប់តតែមូលលឺខ្ចោកវាប្រើពាក្យអក្សរៈវាប្រើពាក្យអាយ៉ងយួនអាខ្មាំងយួនអីចឹងទៅអាហេងសំរិនអាជាស៊ីមអីចឹងទៅអាហ៊ុនសែនអានោះវាប្រើពាក្យអាក្រក់អានោះវាមើលទៅវាអាក្រក់មកពួកហ្នឹងប៉ុន្តែចម្រងខ្ញុំនៅពីក្មេងៗអ្នកណាដែលកើតតន់ជំនាន់ខ្ញុំឬមុនខ្ញុំទាំងណាប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបព្វជិជនហ្នឹងគឺដូចគ្នាគឺគេហៅថានីតិអំពីវនីវសម្លេងមាតុភូមិកម្ពុជាឲ្យតែថ្ងៃត្រង់ហ្នឹងខ្ញុំដើរទៅមើលគោហ្នឹងចង្កាត់ដើរសងមួយដេកផងហូបបាយហើយលឺណាផ្ទះជាផ្ទះខ្ញុំបើកលឺព្រោះផ្ទះខ្ញុំគណៈបព្វជិជនខ្ញុំចូលចិត្តមែនទេផ្ទះខ្ញុំហ្នឹងគឺគណៈបព្វជិជនបើកលឺអាសម្លេងតើនីតិសម្លេងអំពីវនីវមាតុភូមិកម្ពុជាអានេះនិយាយជនវងវែងផ្លូវគេប្រើពួកជនវងវែងផ្លូវបានចូលសារភាពណែបានចូលសារភាពនេះហើយគេសម្ភាសទៀតចាក់រៀងរាល់ម៉ោង 2:10 អ្នកណាដែលកើតចំណន់ខ្ញុំលឺនីតិសម្លេងអំពីវនីវមាតុភូមិកម្ពុជាជនវងវែងផ្លូវបានចូលសារភាពជាមួយបកនឹងរដ្ឋហើយបើចូលសារភាពមួយថ្ងៃបើរាប់ទៅតែជា20នាក់បើខ្ញុំកាលនោះក្រោយមកទៀតខ្ញុំយក Casio យកអាម៉ាស៊ីនគិតលេខមកគិតណាបងប្អូនបើចូលសារភាពមួយថ្ងៃ20នាក់10ថ្ងៃវាចូល200នាក់អាហ្នឹងចុះមួយឆ្នាំមានប្រហែលថ្ងៃបងប្អូនណាឥឡូវតែ100ថ្ងៃវាអស់2000នាក់ហើយបើចូលសារភាពហ្នឹងអាសម្លេងពីវនីវហ្នឹងវាតាំងឆ្នាំ80មកបងណាតាំងពីឆ្នាំ80រហូតដល់ឆ្នាំ90វា10ឆ្នាំហើយបើមួយថ្ងៃចូលតែមួយថ្ងៃចូល10នាក់បងប្អូនណាតែមួយឆ្នាំហ្នឹងចុះចូលអស់ខ្មែរក្រហមពីព្រៃប៉ុន្តែវាអត់អាចុះចូលនោះវាចេះតែចុះចូលទៅនីតិសម្លេងអំពីវនីវរបស់មាតុភូមិហ្នឹងអាខ្មែរក្រហមហ្នឹងទុំបាញ់ភូមិខ្ញុំហ្នឹងចូលដុតផ្សារយប់ឡើងអាសម្លេងអំពីវនីវរបស់យុវជនថាបានចុះចូលបានសារភាពហ្នឹងហើយស្រាប់តែយប់ឡើងដុតឆេះផ្សារសាលាឃុំបាត់សាលាឃុំទៅក្បែរផ្ទះខ្ញុំដុតឆេះបាត់អានឹងស្អីគេហួតអួតតែវាចេញមកតែមួយហើយរហូតមកទល់បច្ចុប្បន្នហ្នឹងនេះដូចនៅសល់ចំហាយអាភូតអួតហ្នឹងគឺឲ្យតែអ្វីដែលនិយាយអត់មានការពិតទេបងប្អូនណាអានឹងហើយដែលខ្ញុំចង់និយាយតែនិយាយហ្នឹងដូចជាកូនប្រធានបទទូចមួយដើម្បីរំលឹកពីមុនហ្នឹងមិនដែលបាននិយាយអំពីរូបមន្តឥឡូវយើងដឹងហើយបើកាលណានិយាយអំពីប្រព័ន្ធផ្សព្វផ្សាយរបស់ពួកជនផ្ដាច់ការគឺមានតែពីរភូតហើយនឹងអួតហើយបើកាលណាយើងនិយាយពិតគេហៅឈ្មោះថាអាយុយងវិញប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជនផ្ដាច់ការចាំវីផ្លាស់ប្ដូរផ្នែកកំណត់មួយ
ចូលភូតអួតទៀតឥឡូវយើងបានពីម៉ាត់ហ្នឹងហើយមិនខ្ញុំភ្ជាប់ទៅនឹងភូតអួតទៅក្នុងគ្រឿងខ្លែងនេះពីព្រោះឃើញប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជនគេផ្សព្វផ្សាយសារភូតអួតបោកប្រាស់ប្រជាជនថាគណៈបកប្រឆាំងដែលថ្មីនេះគេផ្ដោតទៅលើមូសខួរនិងកឹមសុខមានបេសកកម្មនៅសភាអឺរ៉ុបនិងខ្មែរមានបេសកកម្មនៅអាមេរិកដែលនឹងត្រៀមធ្វើបាតកម្មនៅសប្តាហ៍ក្រោយនេះថាជាអ្នកនាំឲ្យអាមេរិកនិងអន្តរជាតិដំឡើងពន្ធនិងផ្ដាច់ជំនួយបងប្អូនមានដឹងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្ញុំនិយាយខ្មែរក្រហមឲ្យប្រៀបធៀបឯងគឺគេនិយាយភូតហ្នឹងគេភូតរាល់ថ្ងៃគេភូតទៅតែមនុស្សខ្លះជឿហើយមនុស្សត្រូវតែថាតាមទៀតអ្នកណាដែលមិនភូតតាមគេគេថាក្បត់ជាតិទៅទៀតភូតឲ្យអួតភូតអួតចឹងបានជាខ្ញុំណានេះលើកឡើងថាអ្នកដែលមើលទូរទស្សន៍សូនតារាកើនបញ្ញាកើនគំនិតហ្នឹងគឺកើនឯបញ្ញាមើលឆ្លោះការពិតបងប្អូនសច្ចធម៌ចននេះការពិតគឺនិយាយទៅវាប្រកែកអត់បានមានតែជាបចោឥឡូវបើគណៈសួរថាគណៈបច្ចុប្បន្នដែលមានន័យមកតតាំងជាមួយសូនតារាក្រៅទៅពីជាបចោអត់មានទេមិនតតាំងមិនវាពិតវាអញ្ចឹងមែនឥឡូវតតាំងហ្មងណាឥឡូវខ្ញុំចេះបំភ្លឺបងប្អូនទៅវិញបងប្អូនយល់ 100% ប៉ុន្តែមានពេលខ្លះបងប្អូនខ្វះពាក្យដើម្បីទៅនិយាយហើយមានបងប្អូនខ្លះក៏មិនយល់ស្ដាប់សូនតារាទៅជាយល់វិញឥឡូវគេនឹងអនុវត្តប្រព័ន្ធផ្សព្វផ្សាយភូតអួតហ្នឹងទៀតបងប្អូនខ្ញុំសួរសំណួរមួយមុននឹងខ្ញុំចោទទៅជាសំណួរដែលនិយាយ logic ជាចំណុចនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតខ្ញុំសួរទៅហ៊ុនម៉ាណែតរ៉ាហ្វានឹងសួរទៅបងប្អូនគណៈបកប្រជាជនទាំងអស់ព្រោះអ្នកគ្រប់គ្រងសូនតារាគេដឹងច្បាស់ហើយណាឌឿនបាត់ដំបងតើគេបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមតើគេកាត់ទោសខ្មែរក្រហមឬក៏គេកាត់ទោសពួករត់ចោលស្រុកឬក៏គេកាត់ទោសជនភៀសខ្លួននៅជំរំខាវីដាងជំរំសាយធូជំរំសាយប៊ីដែលមានអ្នកជនភៀសខ្លួនបច្ចុប្បន្នហ្នឹងរត់មកដល់អឺរ៉ុបបារាំងនិងអាមេរិកអូស្ត្រាលីកាណាដាជាដើមឥឡូវខ្ញុំសួរគណៈបកប្រជាជននិងហ៊ុនម៉ាណែតឥឡូវនេះនៅក្នុងប្រទេសកម្ពុជានឹងមានតុលាការកាត់ទោសជនភៀសខ្លួននេះមានឥឡូវបើនៅលើពិភពលោកបើនៅក្នុងប្រទេសកម្ពុជាមានតុលាការកាត់ទោសជនភៀសខ្លួនទៅជំរំសាយធូជំរំសាយប៊ីរត់មកដល់អាមេរិកមនោសុងរត់មកដល់ប្រទេសនៅអឺរ៉ុបហើយអត់មានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមប៉ុលពតអៀងសេរីខៀវសុផនតាមុកនួនជាអត់មានទេមានតែតុលាការកាត់ទោសពួករត់ចោលស្រុកទៅជំរំមកដល់អាមេរិកតើមានតុលាការកាត់ទោសរត់ចោលស្រុកទេវាអត់ហេតុអីបានជាវាអត់មានតុលាការកាត់ទោសនៅក្នុងរបបប៉ុលពតណារត់ចោលស្រុកទៅជំរំនៅជាដែនថៃហ៎ហ៊ានវីវហេតុអីបានជាអត់មានពីព្រោះពួកគាត់រត់ប្រះអាយុជាជនរងគ្រោះប៉ុលពតអៀងសេរីខៀវសំផនតមុកនួនជាគឺជាមេដឹកនាំគេកាត់ទោសមេដឹកនាំជាអ្នកទទួលខុសត្រូវចំពោះជោគវាសនាប្រទេសមួយបើប្រទេសនឹងរីកចម្រើនណាបូរ៉ារដ្ឋជាជ័យជំនះរបស់មេដឹកនាំជាកិត្តិយសបើប្រទេសនឹងវាថយចុះជាអសមត្ថភាពបើប្រទេសនឹងវាវិនាសគឺជាទំនួលខុសត្រូវរបស់មេដឹកនាំបងប្អូននៅលើលោកនេះវាមិនដែលមានអ្នកណាដឹកនាំប្រទេសទៅបន្ទោសអរុទ្ធចោលស្រុកបើអញ្ចឹងនៅក្នុងស្រុកខ្មែរមានតឡាការកាត់ទោសពួករត់ចោលស្រុកទៅជំរំខ្មែរយើងដេកបុកពោះងាប់ហើយអ្នកនៅអាមេរិកអ្នកនៅអូស្ត្រាលីឯណានៅបារាំងដែលគ្នាខំរត់
កាត់ចំការមានទៅជំរំខោយដាងសាយធូសាយប៊ីនងចាន់ហើយមានអ្នកខ្លះរត់ធ្លាក់ទៅដល់ហ្វីលីពីនណាមកហាត្រេនមានអ្នកខ្លះអត់បានចេញមកដល់អាមេរិកត្រឡប់ទៅស្រុកខ្មែរវិញគេចាប់ទៅកាត់ទោសហើយមិនគេអត់កាត់ទោសមេដឹកនាំខ្មែរក្រហមទេព្រោះមេដឹកនាំខ្មែរក្រហមជាដឹកនាំប្រទេសបងប្អូនមួយខ្ញុំសួរចឹងបងប្អូនដែលមានតែឃើញទេបើថានៅស្រុកខ្មែរមានតឡាការកាត់ទោសអរុតចៅស្រុកអរុតប្រះអាយុមិនកាត់ទោសមេដឹកនាំខ្មែរក្រហមបញ្ញាវិមុតអានឹងគឺប៉ុន្តែប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹងដឹកនាំដោយរបបហ៊ុនទទួលខុសត្រូវដោយអរុតចៅស្រុកមួយទៀតនៅលើពិភពលោកយើងនេះមានដែលឃើញប្រជាជនណាចុះចេញពីតំណែងពេលជួបវិបត្តិសេដ្ឋកិច្ចឬក៏ជួបគ្រោះមហន្តរាយដោយខ្វះសមត្ថភាពទេបាទមានតែមេដឹកនាំចុះចេញពីតំណែងនិងទទួលខុសត្រូវពេលនេះហើយអ្នកបងប្អូនខ្ញុំសួរទៀតនៅលើពិភពលោកយើងនេះតើមានមេដឹកនាំណាដែលដឹកនាំប្រទេសអត់ទទួលខុសត្រូវចំពោះប្រទេសបែរទៅជាចោតទៅឲ្យប្រជាជនបងត្រីលូកក្តាមអ្នកសុំទានឬអេតចាយនៅតាមផ្លូវជាអ្នកទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិកលាប់ចាក់ទៅវិញខ្ញុំអត់ដឹងនិយាយថាម៉េចទេបើថានេះជាកតិបណ្ឌិតណាបងណាឯកឧត្តមសៀងតាអានេះគឺជាកតិបណ្ឌិតមួយសម្រាប់បងប្អូនពិចារណាហើយសំណួរនេះបើគណៈបកប្រជាជនអាចឆ្លើយបានអានឹងគឺត្រូវហើយនេះប្រទេសកម្ពុជាដឹកនាំដោយហ៊ុនសែនដឹកនាំដោយហ៊ុនម៉ាណែតទទួលខុសត្រូវដោយសូនតារាមួយយ៉ាងដែរតើហ្មងមួយយ៉ាងដែរអញ្ចឹងទៅធ្វើមេដឹកនាំទៅអីក៏អត់មានទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិផងហ្នឹងដឹកនាំដោយហ៊ុនម៉ាណែតទទួលខុសត្រូវដោយមួយសុខហួរដឹកនាំដោយហ៊ុនម៉ាណែតទទួលខុសត្រូវដោយកឹមសុខបាទដឹកនាំដោយហ៊ុនម៉ាណែតទទួលខុសត្រូវដោយបាតកោនៅកូរ៉េអានេះមួយយ៉ាងដែរអានេះនិយាយថាម៉េចទេណាមិនដឹងនិយាយថាម៉េចទេមិនដឹងនិយាយថាម៉េចហ្នឹងហើយបានតែខ្ញុំត្រឡប់ទៅប្រាប់បងប្អូនវិញគឺប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជនហ្នឹងគឺដូចស្តៀងទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកខ្មែរក្រហមនេះដានខៅគឺមានតែភូតហើយនឹងអួតឯដានខៅដេកពងដេកបុកពោះតែចូលមករបបប៉ុលពតគេអត់មានតឡាការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះកាត់ទោសពលរដ្ឋចៅស្រុកដានខៅរត់ចៅស្រុកឈ្មោះដានខៅមិនស្រួលនៅជំរំខៅវិដាណាភាគច្រើនអ្នកខៅអញ្ចឹងអាចអ្នកនៅជំរំខៅវិដាហើយចាប់ដានខៅទៅកាត់ទោសខ្មែរក្រហមរួចខ្លួនមិនចឹងដូចកឹមសុខដូចសនតារាដូចមួសុខហួរនឹងរត់តាមបងណារត់ដូចអ្នករត់ទៅជំរំនៅស្រុកចំណតពតនេះណារត់ដើម្បីប្រះអាយុពីការចាប់ចងនេះពីការធ្វើទុកបុកម្នេញដូចនៅសម័យអពតទេតើប្រជាជនរត់ចោលស្រុករស់នៅស្រុកខ្លួនឯងមិនបានទៅមិននៅពេជ្រសម្បូរមកមោទនភាពទៅវិញបងប្អូនណាត្រូវដឹងថាស្រុកហ្នឹងខ្លួនឯងដឹកនាំនេះវាចោលមកសៀតវាបង្កើតការក្តៅក្រហាយមនុស្សរស់នៅបានជាមនុស្សរត់ចេញពីស្រុកហ្នឹងយើងមិនដែលឃើញអាមេរិកណាវាមានជនភៀសខ្លួនយើងមិនដែលឃើញសិង្ហបុរីណាមានជនភៀសខ្លួនមានតែខ្មែរតើមានជនភៀសខ្លួនហើយនៅលើពិភពលោកយើងនេះប្រទេសដែលមានជនភៀសខ្លួនមានតែប្រទេសកើតសង្គ្រាមតើហើយបើខ្មែរមានសន្តិភាពមិនក៏មានជនភៀសខ្លួនមិនក៏មានអរុតចោលស្រុកអានឹងត្រូវដើរខ្ទប់មុខណាបងប្អូនណាត្រូវដោះលីអូគ្រប់មុខខ្មាស់គេថាដែលកម្ពុជាមានសន្តិភាពមលុបសន្តិភាពបបោហើយបែរជាមានឈ្មោះថាជនភៀសខ្លួនណាមែនទេអេងម៉ារីណាអានឹងយើងអាម៉ាស់ណាស់បងប្អូនអាម៉ាស់ណាស់អញ្ចឹងចាប់ពីថ្ងៃនេះបងប្អូនចេះអាពាក្យអួតឯភូតហ្នឹងប្រទេសកម្ពុជាឥឡូវយើងថាតាមទៀតប្រព័ន្ធផ្សព្វផ្សាយនេះគេឲ្យមនុស្សថាអញ្ចឹងគេអត់ឲ្យមនុស្សមើលទំនួលខុសត្រូវអ្នកដឹកនាំប៉ុន្តែឃ្លានទៅដឹកនាំអាណាទៅប៉ះដានេះបោះចាក់ដាក់គុកឃ្លានអាណាប៉ះអានឹងហៅថាដូចជាកម្មសិទ្ធិផ្ដាច់មុខឃ្លានអំណាចឃ្លានតំណែងនឹងប៉ះមិនបានអាណាទៅចាប់ដាក់គុកប៉ុន្តែអត់ទទួលអត់ត្រូវទេដល់តែពេលមានទណ្ឌកម្មដល់តែពេលមានវិបត្តិដល់តែពេលមានការតម្លើងពន្ធប្រជាជនក្រីក្រអត់ការងារធ្វើជំពាក់បំណុលរត់ចង់ស្រុកក្តៅទៅហើយគេថាចាប់ដាក់គុកមានអាចចាប់ដាក់គុកអ្នកថាហ្នឹងវាមិនទៅស្អីទេប្រហែលទេបើនឹងថាទៅនាំឲ្យខឹងហើយឬឪពុករបស់ខ្ញុំហ្នឹងគាត់នៅតែក្នុងសមរភូមិដល់តែពេលប្រើគាត់ចាប់នៅក្នុងសមរភូមិពេលដែលចាស់ហើយចូលនិវត្តន៍ចាប់យកទៅដាក់គុកបាទអានឹងគេចាត់ទុកនៅអត់មនុស្សធម៌ណាអញ្ចឹងបានជាមានប្រិយមិត្តខ្ញុំភ្លេចខ្ញុំចង់លើកយកនៅក្នុងធ្វើគ្រឿងខ្លែងមានគណៈបកប្រជាជនចូលនិវត្តន៍ចាស់ខ្លះក៏ថាលោកគ្រូសូមកុំបញ្ចេញឈ្មោះ
ពេលដែលបានស្ដាប់សូនតារាណាបងប្អូនដូចផ្ទះក៏ភ្លៀងភ្លឺស្វាងដែលខ្ញុំនិយាយថាគណៈបកប្រជាជនសាហាវណាស់បងប្អូនអត់ស្រឡាញ់គ្នាសាមគ្គីគ្នាដូចបកប្រឆាំងទេបកប្រឆាំងណាយើងកុំទៅមើលអាការឆ្លោះគ្នា2 3នាក់នៅក្នុង Facebook កុំចាប់អារម្មណ៍កុំចាប់អារម្មណ៍កុំទៅកាន់ជើងឥតប្រយោជន៍ណាបងប្អូនគោលដៅយើងគឺសង្គ្រោះប្រទេសជាតិទាំងមូលចេញពីរបបផ្ដាច់ការទេកុំទៅចង់ចាញ់ឈ្នះបុគ្គលទៅផុសថាបុគ្គលនឹងល្អបុគ្គលនឹងអាក្រក់បុគ្គលនឹងអាយ៉ងបុគ្គលនិយាយជាមួយសូត្រាខ្ញុំដែរទៅតតាំងណាមកផ្ញើសារខ្ញុំដែរទៅតរឿងអត់ប្រយោជន៍សោះបានវិស្នាអត់ប្រយោជន៍អាឈ្នះបុគ្គលនឹងគឺអត់មានអីមានប្រយោជន៍ទេបងប្អូនយើងកុំទៅខ្វល់ហើយកុំលើកទឹកចិត្តអ្នកណាទៅឆ្លោះគ្នាអ្នកណាទៅចំអុលមុខដាក់គ្នាអានេះគ្នាហ៊ុនសែនអានេះមិនគ្នាហ៊ុនសែនអានេះជន់មកកប់អានេះជន់មកកអានេះជន់យើងកុំទៅខ្វល់យើងខ្វល់ឬមហាជនរាប់លានអ្នកគេចាំមើលតែយើងខ្លាំងយើងគួរជាទីពឹងធ្វើខ្លួនជាទីពឹងដល់មហាជនអ្នកណាក៏3 4នាក់គេជេរបចោគ្នាគេជេរគ្នាគេហ្នឹងទៅហើយគេជេរទៅកុំចាប់អារម្មណ៍ហើយនេះកូនសិស្សសូនតារាគឺអ្នកដែលធ្លាប់រៀនវគ្គជាមួយសូនតារាខ្ញុំមើលឃើញគ្មាននរណាម្នាក់ចាប់អារម្មណ៍ឲ្យតែបានឲ្យតែធ្វើកូនសិស្សសូនតារាអត់ចាប់អារម្មណ៍រឿងអ្នកជេរបចោគ្នាហ្នឹងមកកុំទៅឆ្ងល់អញ្ចឹងបងប្អូនយើងឲ្យមើលទៅលើទស្សនវិជ្ជាណាទស្សនវិជ្ជាធំគណៈបកប្រជាជនណាពេលដែលមានប្រយោជន៍មានមុខមាត់មនុស្សទៅរាប់អានណាផ្អែមល្ហែងកកកុញដូចរុយរោមស្គរចឹងបងប្អូនដូចរុយរោមស្គរយើងកំថារុយរោមអាចវាអាក្រក់រុយរោមស្គរប៉ុន្តែពេលដែលយើងមានវិបត្តិណាមុខគេមិនមើលឲ្យគេជន់ថែមទៀតគេជួយជន់ថែមគេផ្ទះដៃពេលឃើញយើងគេសប្បាយឃើញយើងដុនដាបអានឹងគណៈបកប្រជាជនគណៈបកប្រឆាំងអត់ទេបងប្អូនមើលឃើញដែលខ្ញុំថាកុំមើលទៅលើមនុស្ស2 2នាក់មើលទៅលើទស្សនវិជ្ជាទូទៅគឺជួយគ្នាសាមគ្គីគ្នាស្រឡាញ់គ្នាណាអ្នកណាមានវិបត្តិជួយបងប្អូនអ្នកខ្លះគឺអត់ធ្វើអាសម្បើមមិនបាច់អីទេគឺអ្នកខ្លះក៏គេជួយដោយមិនដែលនិយាយមួយម៉ាត់ផងមិនឲ្យបាច់ហុសមិនឲ្យអីផងគេជួយមែនតើអត់ចង់បានមុខបានមាត់ទេទីបងយូសម្បូរគណៈបកប្រឆាំងអាជួយមែនតើមិនឲ្យទៅនិយាយស្អីទេប៉ុន្តែអ្នកដែលជួយគេផ្សាយក៏ល្អដែរអាហ្នឹងគឺជាលើកទឹកចិត្តជាការផ្សព្វផ្សាយមួយដើម្បីឲ្យមានការជួយបន្តទៀតអាហ្នឹងជារឿងត្រឹមត្រូវប៉ុន្តែក៏មានអ្នកដែលទំហំដែលខ្ញុំចង់ឲ្យបងប្អូនមើលថាអាការជួយផ្សព្វផ្សាយនេះយើងឃើញទំហំតូចជាងអាការជួយអត់ផ្សព្វផ្សាយណានៅក្នុងគណៈបកនេះយុវជនអ្វីជាតបតៃប៉ុន្តែគណៈបកប្រជាជនជាងមើលឪពុករបស់ខ្ញុំគាត់មានញាតិរបស់គាត់ក្បិតតែគាត់ឧទាហរណ៍ថាគាត់មានរឿងមិនដែលឃើញយុទ្ធមិត្តរបស់គាត់ណានៅភូមិភាគនៅអីនឹងមិត្តរបស់គាត់ចវាយក្រុងអតីតចវាយខេត្តផ្សេងដែលហឹកហាក់ជាមួយគាត់នឹងមិនដែលទៅសួរសុខទុក្ខបើមិនបានទៅសួរសុខគាត់ទុកគាត់នៅក្នុងគុកដែលវាលំបាកយ៉ាងហោចណាស់គាត់ទៅសួរសុខទុក្ខគ្រូសាម្ដាយលើកទឹកចិត្តថាអូគាត់នឹងមិនអីទេមនុស្សដែលធ្លាប់តែធ្វើសមរភូមិឆ្លងកាត់ជាមួយគ្នានឹងគូអត់អាលីងណាបងប្អូនអត់អាលីងណាអាហ្នឹងវាបញ្ជាក់ឲ្យឃើញទៅគណៈបព្វជិជនមួយចំនួនគេចាប់ផ្ដើមឃើញខ្លាចបងប្អូនណាថាអត់មានគុណធម៌បើយើងនិយាយទៅប្រៀបបានប្រើមនុស្សហ្នឹងប្រៀបបាននឹងគោបងប្អូនណាប្រើមនុស្សវាយគោទឹមឪពុកខ្ញុំហ្នឹងគណៈបព្វជិជនប្រៀបដូចជាគោអញ្ចឹងគេប្រើគេទឹមគេជួគេចាក់គូតដល់តែពេលគោនឹងចាស់គេលុកយកទៅឲ្យឃើញទេជាងកាត់សាច់ស៊ីនៃធៀបនេះគឺត្រង់បងស្ដាប់ទៅគ្រប់ខ្លួនឪពុកខ្ញុំណានៅក្នុងគណៈបកប្រជាជនគេចាត់ទុកដូចជាសាច់កាលពីគាត់នៅក្នុងគណៈបកប្រជាជនបំរើកិច្ចការបានបងប្អូនប្រើតាំងពីក្មេងរហូតដល់អាយុ70ឆ្នាំអានឹងដូចខ្ញុំនិយាយថាដូចសាច់គោចឹងប្រើអស់សាច់អស់នោមហើយពេលដែលប្រើលេងកើតចូលនិវត្តន៍គោចាស់អត់ទេគឺលក់កាត់សាច់ស៊ីទៅហើយពេលដែលមានកម្លាំងប្រលាំងកំហែងនៅសមរភូមិសំបីតែសមរភូមិចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជាគឺសមរភូមិក្រោយផ្ដួលរំលំនៃគណៈបកហ៊ុនស៊ិនប៉ៃសមរភូមិចុងក្រោយនៅតែមានឈ្មោះឪពុកខ្ញុំទៅវាយក្រុមចាញ់ខ្ញុំដេកអត់លុបទេប្រព័ន្ធផ្សព្វផ្សាយស្ដាប់ VOA អាស៊ីសេរីមួយថ្ងៃថ្ងៃឮតែពួកខ្មែរក្រហមនៃចលនាស្មោះត្រង់នឹងស្ដេចក្រមព្រះតាមវាយដល់សំឡុតដល់កោះកុងហ្នឹងបងណាដល់ជាយដែនថៃនៅមានឪពុកខ្ញុំជាអ្នកដែលកាន់កភ្លើងនៅសមរភូមិចុងក្រោយតាំងពី79រហូតដល់ចុងក្រោយសមរភូមិចុងក្រោយបំផុតគឺសមរភូមិ
ក្រោយថ្ងៃ5ថ្ងៃ6ហ្នឹងហើយនេះដែលបណ្ដេញទ័ពកងអ្នកស្ដេចក្រុងព្រះដែលមានញឹកប៊ុនឆៃសហអគ្គមេបញ្ជាការប៉ាខ្ញុំម្នាក់នៅក្នុងចំណោមទាហានទូទាំងប្រទេសដេញបណ្ដេញចូលរួមបណ្ដេញរហូតមកដល់ពុកមាត់គ្រុនចាញ់បងប្អូនគ្រុនចាញ់នេះចប់សង្គ្រាមហើយគាត់នៅបម្រើកិច្ចការកងទ័ពរហូតទាល់តែគាត់អាយុ70ឆ្នាំដល់តែពេលចប់គេចាប់ដាក់គុកបាទតែមនុស្សមានមនុស្សធម៌ហើយគេថាមនុស្សនឹងអគុណធម៌ខឹងណាតែយើងទៅនិយាយថាគណៈបកប្រជាជននឹងអគុណធម៌ខឹងប៉ុន្តែរឿងវាពិតតើអ្នកយើងមកបកស្រាយនេះអានេះគេថាគ្រឿងញៀនគ្រឿងញោកអានេះមានប្រមាថបើចាប់មនុស្សបច្ចុប្បន្ននឹងខ្មែរក្រហមនៅក្នុងគុកទូស្លៃអានេះអត់ទោះអីគេដល់ចូលទៅឲ្យប្រដេញអស់ទៅសេកដាស់រួចទុកឲ្យផែនការបញ្ជាពីថ្នាក់លើទៅហើយនេះហៅមនុស្សទៅដល់ពាត់ចាក់បោះគ្រឿងញៀនចូលប្របាក់អីមិនបាច់ចាំផងបងណាមិនបាច់ចាំទៅបោះលុយលាក់ផងកាលពីវាយមនុស្សពេញក្រុងភ្នំពេញវាយក្បាលមនុស្សមុខកាមេរ៉ាយកមិនឃើញផងអានឹងខ្ញុំគ្រាន់តែចង់និយាយអំពីរំលឹកអំពើកុសលតិចឥឡូវយើងត្រឡប់ទៅចំណុចសំខាន់វិញប៉ុន្តែវាសំខាន់ដែរវាសំខាន់និយាយអំពីភាពអមនុស្សធម៌ប៉ុន្តែគេស្រឡាញ់ពាក្យគុណធម៌កូនខ្មែរប្រុសឆៃអមនុស្សធម៌តែគេស្រឡាញ់ពាក្យគុណធម៌គេចង់ឲ្យសរសើរថានឹងល្អប៉ុន្តែទៅធ្វើអាក្រក់ទៅធ្វើអាក្រក់បងប្អូនពិចារណាមើលឪពុករបស់ខ្ញុំធ្វើសង្គ្រាមដល់សមរភូមិចុងក្រោយមានអ្នកខ្លះអត់មានជោគវាសនាបានឆ្លងកាត់សមរភូមិចុងក្រោយអត់តែវាយគ្នានៅព្រះវិហារទេវាយគ្នានៅប្រាសាទព្រះវិហារហ្នឹងអានឹងវាយជាក្រុងគម្រោងបញ្ជូនទៅទៀតបតីជំនាន់ហ្នឹងគឺគេអត់ប្រើកងទ័ពភូមិភាគឯនេះគេប្រើកងទ័ពអន្តរជាតិឬក៏ដែលគេប្រើកងទ័ពវិរៈសេនាធំវិរៈសេនាតូចអីខ្ញុំមិនដឹងប៉ុន្តែគេអត់ប្រើបែរអត់ប្រើកងទ័ពភូមិភាគប្រើប៉ាខ្ញុំទៅទៀតនៅសមរភូមិនៅប្រាសាទព្រះវិហារហ្នឹងគាត់ទៅរហូតឥឡូវយើងត្រឡប់មកសំណួរការកំពុងធំបើហ៊ុនម៉ាណែតអាចជួបចិនជួបយួនជួបអន្តរជាតិនានាឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងជួបអ្វីនេះម៉ាឡេស៊ីនិយាយពីភូមាហេតុអ្វីបានជាម៉ូសុខួរនិងកឹមសុខមិនអាចនិយាយជួបអន្តរជាតិនានាអត់និយាយពីកម្ពុជាអន្តរជាតិនានាដូចថ្មីនេះគាត់ជួបនៅសភាអឺរ៉ុបគាត់ម៉ូសុខួរគាត់អាចជួបនៅអឺរ៉ុបជួបនៅប្រទេសសម័យអឺរ៉ុបអាល្លឺម៉ង់កាណាដាគាត់អាចជួបអង្គការសហប្រជាជាតិគាត់មិនអាចគាត់ជួបអង្គការសហប្រជាជាតិដូចគ្នាគាត់អាចទៅអាស៊ានគាត់អាចជួបម៉ាឡេស៊ីគាត់អាចជួបឥណ្ឌូនេស៊ីអាសហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីគាត់អាចទៅជួបឥណ្ឌាគាត់ធ្វើអីអ្វីដែលណាម៉ូសុខួរនិយាយអត់និយាយអំពីភូមិទេគាត់និយាយពីកម្ពុជាប៉ុន្តែនេះអាចបើពាក្យសូនតារាវិញថាចេះបើហ៊ុនម៉ាណែតបកកែអាមិនគុំមិននិយាយពីកម្ពុជាទៅនិយាយពីភូមិវិញគេចង់អួតអានឹងចូលដែរប្រព័ន្ធសកស្ាយរបស់គណៈបច្ចុប្បន្នគឺមានតែពាក្យពីម៉ែភូកអួតហ្នឹងគេចង់អួតថាប្រទេសនោះវាអស់ចោលវាសម្បើមហើយវាលើសអាមេរិកហើយមានអីទៀតលើសអាមេរិកលើសជប៉ុនហើយលើសញូវយ៉កលើសតូក្យូហើយអញ្ចឹងគេដើរតួធ្វើជាអាអ្នកស្វែងរកសន្តិភាពឲ្យភូមិអាខ្លួនឯងនេះគឺដូចគ្នាបាទអញ្ចឹងបើហ៊ុនម៉ាណែតអាចនិយាយពីភូមិបានរឿងអីមួសុខួរកឹមសុខមិនអាចនិយាយអំពីកម្ពុជារឿងអីបានជាកម្ពុជាធ្លាក់ចូលទៅក្នុងនយោបាយចិនចូលទាញចូលក្នុងភូមិសាស្ត្រនយោបាយទំនាស់ហេតុអីបានជាអ្នកក្រៅប្រទេសមិនអាចនិយាយអំពីសន្តិសុខនៅប្រទេសកម្ពុជាបើកម្ពុជាលក់កូតាបរទេសបោកតំណែងពន្ធនាំឲ្យអាមេរិកតម្លើងពន្ធហេតុអីបានជាម៉ូសុខួរមិនអាចនិយាយអំពីការទម្លាក់ពន្ធនិងបោកអាក្រាតចំពោះមុខអ្នកតម្លើងពន្ធបើកម្ពុជាផ្ដល់ទីតាំងឲ្យពួកម៉ាហ្វៀណានេះលៀងលុយខ្មៅហេតុអីបានជាអ្នកនៅក្រៅប្រទេសមិនអាចជួយប្រទេសកម្ពុជាកុំឲ្យមានម៉ាហ្វៀលៀងលុយខ្មៅបើយើងនិយាយអំពីកម្ពុជាយើងនិយាយអំពីសន្តិសុខយើងនិយាយអំពីសេរីភាពយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមិនមែនជារឿងក្បត់ជាតិមិនមែនជារឿងអក្រិតកម្មទេប៉ុន្តែអ្នកដែលកាត់បំផ្លាញព្រៃឈើអ្នកដែលផ្ដាល់ទឹកដីកម្ពុជាទៅឲ្យបរទេសប្រើប្រាស់ជាពាណិជ្ជកម្មនាំកូតាអ្នកដែលដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងចំនួនភូមិសាស្ត្រនយោបាយអានឹងបានវាខុសបងប្អូនណាអានឹងបានវាខុសអ្នកដែលគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនាំឲ្យមានការបោះឆ្នោតសេរីត្រឹមត្រូវគោរពសិទ្ធិមនុស្សគោរពសិទ្ធិមនុស្សគឺគោរពសិល5តើសិទ្ធិមនុស្សគឺសិល5បងប្អូនណា
ห้ามสำลักห้ามลួจเห็นไหมอันนั้นคือเซลปรัมบาสันจีตรงเวอร์เห็นไหมระว่าคณะปักประชังเลยไกลปฏิเลือกตุยเซลปรัมจีบอดอกรัดจังเมียนใดท่าตัวแต่เลือกตุยกากับสำลักกาลซูเมอร์เลือกตุยปลายปุษะเลือกตุยอายุติดโทษอันนั้นบานเขาแต่ในอาชีพไม่โซนตราในยัยขยมเลือกตุยยุติดโทษมีจำนวนน่าเด็กขยมจังเอาวิอายุติดโทษขยมจะถึงไหนเรื่องจุดติดโทษได้อันนี้คือจุดจุดเปิดมวยจังขยมไปเจาะภูมินั่งกัมพูชีเอลนาลโดยคดีเตียงส่งขยมพลอกเสียบอกมีการกองโตรเจ้านะโคคณีไต่มวยดิคือโคคณีตรองปลวัดขยมอยากโคคณีหมดโคคณีตรองทางปลวัดภูมิคลาหานต่อตั้งไอ้จะในบรอดขมายเอาขบาลอยติจวนกราบดอกแต่เป็นในภูมิสูงเฉียนวิมีนปัญหาได้กิท่าปฏิภูมินั่งเมียนวิบัติแต่ปัจจุบันโดนกัมพูชีไปไปปีโปรตายปัจจุบันภูมินั่งมันพร้อมจบจังมันพร้อมเนี่ยเอาระบบโยธาประการนะชายปีระบบมิ่งองแรงนั้นเวดักน้องปฏิภูมิตประการจะง่ายบันเป็นเด็กปัจจุบันกรอบโชต่อตังนั้นวิบันดาลเอาเมียนเพียกี่ปีบันเนอร์ภูมิโยธานั้นวิจวนขบาลมันด้วยระบบปลปอต้องเอาดีเจโยภูมิต่างอ๋อเจโยมิ่งองแรงต่างอ๋อปฏิภูมินั้นวิขมิ้นไอ้เต้วิขมิ้นอันน่าตึ้งทึ่งใส่เป็นโดนจากคดีนั้นอันนั้นเป็นข้อคณีตอนนั้นโซยาสไรเป็นข้อคณีตรงทางปฏิขมายจวนกับอันนั้นลบอะไรกราบมีแต่ขนมจัดนะสิ่งที่ได้ชูจัดมีแต่ขนมจัดอัดมีปัญหาภูมิปัจจุบันกราบโชว์ต้องมีน้องไปขึ้นรูปพิษน้องไปขึ้นใบแปรจีปีตุ่มน้อเราเวียงรัฐาปิบาลโยธานั้นนั่นจรณะระบบปัจจุบันเมื่อปัจจุบันภูมิอัดมีต่อตั้งอัดมีกราบไปได้อัดไปโดยแต่ขมายเลยนะอันนั้นข้อคณีตรงจังหวัดนั้นที่น่าบอกนะอันนั้นก็ยังบังเรียนแต่คนมาไหนให้กดดังฉบับคนใต้บางคนใส่พูดอวดจ้างมาเป็นปีมันพูดอวดอันนั้นจะมาโดยโจกันนักปักไปจีจุนเลิกมอดีตาโซนรานใหญ่ของจะมาโดยในภูมิรุมเลี้ยกันนักปักนั่งจับเมปักประชังดักกบให้มันจังดาจ้องนั่งประเทศกัมพูชีเมียนรุมเลี้ยกันนักปักนั่งจับเมปักประชังดักกบได้หรือเปล่าเมียนไม่กระทำอดนั่งประเทศภูมิรุมเลี้ยกันนักปักองซานซูจีเด็กกุ๊กในประเทศตัวปัจจุบันในประเทศกัมพูชีรุมเลี้ยเลือกภูมิติดรุมเลี้ยกันนักปักสังคมจิตรุมเลี้ยกันนักปักเลื่อมตีนเมียนในทางเอาเมียนแต่ปักมันแตกบอสนอนบ้านให้เมื่อปักกำสุดท้ายจวบกุ๊กเนี่ยบางคนนั่งจวบกุ๊กในประเทศภูมิสกัมไปจุนสมาชิกดำนางเรียนระบบคณะปะองซานซูจีได้เตอปุเมโตเมโยธีภูมิรุมเลี้ยนั้นจวบกุ๊กรบปวนเนี่ยในขนมประเทศกัมพูชีสกัมมาจุนรบรอยเนี่ยกองปงแต่จวบกุ๊กแล้วรอบตั้งไปทัศสิทธารอบตั้งไปรองชนหลอกจวบกุ๊กอะไรไปชมจมูกหนึ่งบัดสติต้องออกนั่นนี่ชมสุภาพจังบานเชียบางคนได้ขยมความยิ่งจำนึกเรื่องปักช่างมวยในขนมประเทศภูมิเนี่ยหน้านิเจริกุนระบบโยธาภูมิตระบานที่จับโยตระกุในขนมประเทศกัมพูชีเนี่ยหน้านิเจริกุนปีระบบคนไซตระบานที่จับโยตระกุในขนมประเทศภูมิกุคือสำหรับดักปุกคณะปักประชังในขนมประเทศกัมพูชีกุสำหรับดักคณะปักประชังก่อนจะทำวิสาหาวจึงภูมิตะแหน่งตึกสหาวจึงเหมือนตึกมวยนั่นแต่ไม่อาจจะมาสหาวเลยคือถ้าภูมิอัดมีนจันปรัญญาโกนจะจับดักกบภูมิอัดมีนเนี่ยผมนะในขนมสกังไปภูมิสหาวปริศไซปลปดดิคีปลปดก็จะสานาขบาลนั้นนะปลปดบ่เอาข้อบ่ได้เอาซีจะไอ้คือเอาจะไอ้ฉบับปพุทธศาสนาฉบับสัจธรรมตั้งพอแล้วหมดนะ
បងប្អូនជឿពោះគឺបងប្អូនទៅជួអាចខ្លួនឯងអានេះប៉ុន្តែអត់ទេវាចម្លែកជាងភូមិត្រង់ថាខឹងកូនប្រាជ្ញាមិនដល់កូនទៅចាប់ឪនៅឯស្រុកឯនោះដែលអត់ដឹងខ្យល់អីដាក់គុកភូមិអត់មានចឹងភូមិចាប់អាណាកូនណាចេញតស៊ូចាប់តែកូននឹងមកដៃនឹងយំឪពុកនឹងមានឪពុកនឹងយំអត់ទៅចាប់ឪពុកកូននឹងយំនៅមុខពុកនឹងទៅគេមិនដែលទៅឯណាមែនទេទៅខឹងកូនទៅចាប់ឪពុកដាក់គុកដូចហ៊ុនម៉ាណែតទេអត់ដែលទេសំបីតែប៉ុលពតដូចជាមិនដែលបងប្អូនខ្ញុំមិនកើតមិនទាន់ទេខំប៉ុណ្ណាប៉ុន្តែខ្ញុំថាដូចជារបស់ប៉ុលពតគេថាសក់អាណាក្បាលអានឹងអាណាស៊ីចេកនឹងឆ្អែតថាដូចជាមានខ្ញុំនិយាយរំលឹកតិចកាលខ្ញុំនៅស្រុកខ្មែររឿងទៅប៉ុនកែមលៃកាលនោះនៅប៉ុនកែមលៃនៅតកែវនៅកន្លែងគេធ្វើកន្លែងគេបញ្ចុះសពរបស់គាត់មានអ្នកកសែតខ្មែរអ្នកសារព័ត៌មានខ្មែរយើងម្នាក់នឹងឈ្មោះអីទេខ្ញុំភ្លេចឈ្មោះគាត់ដែរប៉ុន្តែបងប្អូនមិនស្គាល់គាត់ល្បីដែរជំនាន់ហ្នឹងទីចន្ទរារាមាគាត់ថាពួកអាអ្នកអួតថាស្រឡាញ់កែមលៃទៅបនកែមលៃស៊ីបបអត់ចូលបនពេលហ្នឹងគេនាំគណៈបព្វជិនគេនាំគ្នាចែកមានបងប្អូនមកសួរខ្ញុំក៏ចេញអត្ថបទមួយនោះស្ងាត់ដល់លីងមនុស្សអានទៅយល់ខ្ញុំថាចូលបនខុសពីចូលបង្គន់ចូលបនអាចផ្ញើតាមគ្នាបានឧទាហរណ៍ថាមកតុកមនុស្សតែម្នាក់ប្រមូលមកកាត់តែឈ្មោះកាន់តែលុយទៅយកទៅតុកបច្ច័យប៉ុន្តែចូលបង្គន់អត់ផ្ញើបានទេណាបងប្អូនណាអ្នកណាឈឺនោមអ្នកនឹងត្រូវទៅដោយខ្លួនឯងណាពេលនោះសាសូនតារាក៏នោះល្បីបង្ក្រាបអាសាដែលលុបពួកមានសូនតារាម្នាក់នៅទៅមនុស្សនិយាយទៅវាជាតែភ្លឺចេះតែខ្លះយល់ច្រឡំពួកយុវជនដែលចូលទៅបនកែមលៃហ្នឹងមិនមែនអួតតែខ្លះទៅស៊ីបបអត់ចូលបនសូនតារានិយាយមិនហ្នឹងចប់ទៅត្រូវមែនចូលបនណាបងប្អូនអាចចូលតាមគ្នាបានខុសពីចូលបង្គន់ចូលបង្គន់អាណាឈឺនោមអានឹងត្រូវតែទៅអត់មានផ្ញើបានទេដូចគ្នាអំពើអ្នកណាធ្វើនឹងប្រព្រឹត្តបើប្រកួតចាញ់សូនតារាបើកំណត់មិនដល់សូនតារាបើថាសូនតារាធ្វើខុសអាមិនទៅឲ្យឪពុកសូនតារាអ្នកទទួលខុសត្រូវហើយមិនក៏ចូលចិត្តឲ្យគេហៅខ្លួនឯងថាអាថ្លៃធ្នូអានេះខ្ញុំក៏អត់យល់ដែរអញ្ចឹងមានន័យថាបើតែខ្ញុំអាចទៅចូលបង្គន់ជំនួសឪពុកខ្ញុំបានអានឹងវាត្រូវហើយប៉ុន្តែវាលើសពីភូមិណាបងប្អូនភូមិមិនដែលបើនិយាយទៅនៅក្នុងប្រវត្តិសាស្ត្រភូមិបើនិយាយពីចំនួនអ្នកជាប់គុកច្រើនយើងនិយាយទៅទទួលស្គាល់កាត់ទៅចំនួនអ្នកជាប់គុកនៅក្នុងគណៈបកប្រឆាំងវាមានដល់10000ស្រុកយើងវាដល់1000នេះនៅធុងស្រាលប៉ុន្តែលក្ខណៈដូចគ្នាគាត់ថាចាក់គណៈបកដូចគ្នាមែនទេមេបកប្រឆាំងជាប់គុកដូចគ្នាអ្នករិះគន់របបជាប់គុកដូចគ្នាបំបត្តិសិទ្ធិសេរីភាពដូចគ្នាសាហាវព្រៃផ្សៃដូចគ្នាប៉ុន្តែគាត់ថាខ្មែរលើសមួយគឺត្រង់ចំណុចឪពុករបស់ខ្ញុំត្រង់ចំណុចឪពុករបស់ខ្ញុំគឺមនុស្សលើសនោះវាលើសត្រង់ថាចេះទៀតគាត់ជាសមាជិកគណៈបកប្រជាជនទៅទៀតភូមិបើអ្នកនឹងជាកូននឹងជាស្អីក៏ដោយប៉ុន្តែបើឪពុកនឹងគឺជាអ្នកគ្រប់គ្រងមីងអងលៀងអានឹងក៏អត់ដែរធ្វើស្អីទេបងគេមានតែលើកដង្កើងតទៀតលើកទៅហើយកូននឹងវាស្គួតទៅវាឪទៅវាទៅចឹងទៅអានេះអត់ទេបងប្អូនអត់ទេចឹងអាចចំណុចហ្នឹងវានៅសាហាវតែនឹងមួយបាននេះខ្ញុំឆ្លៀតយកមកចំណុចថាអ្នកនិយាយពីភូមិបានមានន័យថាគ្រប់គ្នាសុទ្ធតែត្រូវការជំនួយអន្តរជាតិខ្មែរខេមរៈអមតៈពូសូដូច្នេះភូមិយើងក៏ត្រូវការជួបអន្តរជាតិដែរបើថាហ៊ុនម៉ាណែតក៏អត់ត្រូវការជួបចិនដើម្បីអំណាចផ្ទាល់ខ្លួនរបស់គាត់អត់ត្រូវការជួបធ្វើជាជួបម៉ាឡេស៊ីនិយាយពីភូមិរឿងអីបានជាមូសុខួរគាត់ខ្មែរកឹមសុខសំរងស៊ីសូនតារាយខ្មែររឿងអីមិនអាចជួបអន្តរជាតិនិយាយពីខ្មែរបានហើយមិនមែនរាល់ការជួបអន្តរជាតិនិយាយពីខ្មែរវាគឺជាការទៅហៅបរទេសឲ្យដាក់ទណ្ឌកម្មទេបើនិយាយអញ្ចឹងខ្ញុំចោទទៅជាសំណួរចុងបញ្ចប់នៅក្នុងប្រធានបទទី1នេះវិញថាតើប្រទេសកម្ពុជាគេបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនួនបូរ៉ាឬក៏កាត់ទោសពួករត់ចោលស្រុកទៅជំរំខាវវិដាងជំរំសាយធូសាយឌីអីហ្នឹងឥឡូវយើងមើលបច្ចុប្បន្នប្រទេសកម្ពុជាគេមិនដែលទៅកាត់ទោសអ្នករត់មកដល់រត់មកអាមេរិកទេបងណា
គេកាត់ទោសមេដឹកនាំពីព្រោះមេដឹកនាំជាអ្នកទទួលខុសត្រូវចំពោះប្រទេសជាតិទាំងអស់បច្ចុប្បន្នហ៊ុនម៉ាណែតជាមេដឹកនាំប៉ុន្តែអត់ទទួលខុសត្រូវគណៈបកប្រជាជននិងហ៊ុនម៉ាណែតជាអ្នកទទួលខុសត្រូវទាំងស្រុងបើយើងនិយាយកាបិតប៉ុន្តែបើយើងពីភូតនឹងអួតអាអ្នកដឹកនាំទទួលខុសត្រូវអាអ្នករើសអេតចាយនោះទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីមកឲ្យសន្តារាជាអ្នកទទួលខុសត្រូវហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីទៅឲ្យម៉ូសហូទទួលខុសត្រូវហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីទៅឲ្យកឹមសុខទទួលខុសត្រូវហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីទៅឲ្យសំរងស៊ីទទួលខុសត្រូវឲ្យបើនិយាយចឹងចាំបាច់កាត់ទោសមេដឹកនាំបល័យពូជសាសប៉ុលពតទៅកាត់ទោសប៉ុលពតអៀងសេរីខៀវសំផនតមុកនួនជាអីហើយមិនកាត់ទោសអពុរទៅជំរុំមកទៅប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់សច្ចធម៌ហើយនេះហ៊ុនម៉ាណែតនិយាយពីភូមារឿងអីយើងមិនអាចនិយាយពីកម្ពុជាបានបើហ៊ុនម៉ាណែតយល់ថាភូមាអត់សន្តិភាពអសវត្ថភាពក្នុងតំបន់ចង់ជួយឲ្យវាប្រសើររឿងអីខ្ញុំជាខ្មែរមិនអាចនិយាយអំពីអសន្តិសុខសវត្ថភាពការចាត់ចងមនុស្សដាក់គុកដោយសេរីនិយាយពីខ្មែរបានប្រធានបទទី2ព្រៃឡង់ខ្ញុំឲ្យតែនិយាយអំពីព្រៃឈើខ្ញុំអួលខ្ញុំលែងចង់មានវាចានឹងថ្លែងថាតើវាឈឺចាប់ប៉ុណ្ណាថ្មីនេះឃើញព័ត៌មានណែហ៊ុនម៉ាណែតបានកាត់ដីព្រៃឡង់ចំនួន99ហិកតាទៅឲ្យក្រុមហ៊ុនរោងចក្រផលិតស៊ីម៉ង់បងប្អូនខ្ញុំមិនដឹងថានៅក្នុងប្រទេសកម្ពុជាយ៉ាងណាទេណាប៉ុន្តែខ្ញុំនិយាយយ៉ាងតិចត្រាត់ហ៊ុននៅស្រុកបារាំងដែលខ្ញុំជួបដូចជា99ហិកតាសម្រាប់រោងចក្រធ្វើរោងចក្រមួយបងប្អូនគឺវាមិនតំណងតែរោងចក្រមួយអាមិនបានជាត្រូវការផ្ទៃដីធំម្ល៉េះណែរឿងមួយក៏ប្រើប្រាស់ដីដើម្បីកាប់ព្រៃឈើជីកយករ៉ែសំខាន់ដែលគេបន្លំអត់ប្រាប់យើងនៅក្នុងហ្នឹងលុកព្រៃឈើនឹងយកដីហ្នឹងពុះលោលុកចែកឲ្យពួកអ្នកមានអំណាចដែលជាលេសថាបង្កើតរោងចក្រស៊ីម៉ង់រោងចក្របង្កើតប្រព័ន្ធកញ្ចក់ដៃប៉ុន្តែកាប់ព្រៃប្រព័ន្ធទលេដើម្បីយកដីចែកគ្នាយកដីលុកអានេះមួយទៀតក៏មានសំណួរសង្ស័យថាតើការផ្ដាល់ដីព្រៃដ៏ធំ99ហិកតាទៅឲ្យរោងចក្រស៊ីម៉ង់ប្រព័ន្ធកញ្ចក់ដៃហ្នឹងជាការអនុវត្ត VCL ដែរទេខ្លះគេថា CLV ដែលសូនតារានៅហៅ VCL ហ្នឹងគឺតំបន់សហប្រតិបត្តិការវៀតណាមកម្ពុជាឡាវមានអ្នកខ្លះគេចោទសួរចឹងខ្លះគេអាចចោទសួរតើវាជារូបភាពថ្មីវាគ្រាន់តែដូរឈ្មោះជាការអនុវត្តផែនការដាក់ទឹកដីប្រទេសកម្ពុជាទៅជាតំបន់អភិវឌ្ឍរួមអាមេរិកខ្ញុំអត់ដឹងប៉ុន្តែវាចម្លែកដែរបងប្អូនបាទនេះធម្មតារោងចក្រយើងមានដីស្រែច្រើនណាស់ដែលយើងអាចទិញពីប្រជាជនបានដីស្រែដីវាលនេះយើងទៅឆ្ការព្រៃរហូតដល់រាប់រយហិកតាអានឹងគឺមិនធម្មតាទេមិនមែនធម្មតាទេចឹងមកខ្ញុំចោទសួរថាតើរោងចក្រប្រព័ន្ធណាហេតុអីបានវាត្រូវការកាប់ព្រៃឈើយ៉ាងសន្ធឹកសន្ធាប់យ៉ាងដូចនេះអញ្ចឹងហើយបានជាអ្នកដែលនិយាយអំពីបរិស្ថានវាជាទៅជាប់គុកចឹងមកខ្ញុំត្រឡប់ទៅវិញដូចខ្ញុំនិយាយខាងដើមហ្នឹងគឺថាបើចលនាខាងក្រៅនេះខំណាមួសុខួរគាត់លើកកម្ពស់សិល5ហ្នឹងគឺគោរពសិទ្ធិមនុស្សមួសុខួរគាត់ចង់ឲ្យមានការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺចង់ឲ្យមនុស្សធ្វើល្អបើអ្នកឯងប្រឆាំងជាមួយនឹងបំណងណាសិល5របស់មួសុខួរថាជារឿងក្បត់ជាតិវាទាល់តែអាការកាត់បំផ្លាញការកាប់សម្លាប់មនុស្សជាស្នេហាជាតិអានោះវាអញ្ចឹងឥឡូវវាត្រឡប់មកវិញបើអ្នកឯងចាប់ពួកសកម្មជនយុវជនបរិស្ថានដាក់គុក
វាតើតើឯងលើកកម្ពស់អាអ្នកកាត់បំផ្លាញបរិស្ថានអ្នកកាត់បំផ្លាញបរិស្ថានព្រៃឈើបូមរ៉ែលក់នេះរ៉ែជាតិឡើងខ្សោះប្រទេសកម្ពុជាប្រជាជនក្ររត់រាប់សិបលានអ្នកទៅក្រៅប្រទេសប៉ុន្តែប្រទេសជាតិហិនហោចខ្សោះអស់អាលីងដែនដីខ្មែរប្រែថាសវណ្ណភូមិសវណ្ណភូមិឯណាដែនដីខ្មែរប្រែថាឥឡូវនេះគឺជាសបកជួជាគ្នាហ្មងសបកទៅទេឡតតែអ្នកឆ្លើយយ៉ាងម៉េចនេះអានឹងហើយបានតែយើងទៅចោទសួរថាហេតុអីបានជាប្រឆាំងជាមួយនឹងអ្នកស្រឡាញ់បរិស្ថានអ្នកការពារបរិស្ថានវាតើតើអ្នកឯងនឹងជាអ្នកកាប់បំផ្លាញបរិស្ថានមួយចំណុចមួយទៀតបងប្អូនខ្ញុំនិយាយអំពីរ៉ែនៅក្នុងប្រទេសកម្ពុជាមិនដឹងជាវាមានវិសាលភាពប៉ុណ្ណាទេគ្មាននរណាម្នាក់ដឹងបងប្អូននៅក្នុងពិភពលោកប្រទេសវៀតណាមលីពួងប្រទេសថៃគេមិនដែលយករ៉ែឲ្យខ្សោះអស់អាលីងហើយបើយកទៅប្រទេសនេះវាប្លែកបងប្អូនបង្កើតការងារប្រជាជននឹងអត់ចេញក្រៅស្រុកទេប្រមូលតនភាពនឹងធ្វើការនៅក្នុងស្រុកមានប្រាក់ចំណូលប៉ុន្តែយើងឃើញតែអាគារចិនអាគារខ្មោចគេយកអាថតអាគារយកមកអ៊ូថារីចម្រើនហើយចុះអាគារហ្នឹងវាអត់លោកសិចខ្ញុំធ្លាប់និយាយជាមួយអ្នកស្រុកប្រាំគាត់ថានៅស្រុកអឺរ៉ុបស្រុកនេះគេសង់អាគារវាដោយសារតម្រូវកំណើនប្រជាជនតែគេសង់ផ្ទះទៅសង់អាគារមិនសង់ផ្ទះវាដោយសារតែនេះឆៃយ៉ាមុនកំណើនប្រជាជននិងកំណើនពាណិជ្ជកម្មchứ màประเทศកម្ពុជាប្រជាជនរត់ចោលស្រុកធ្វើការអស់អាមិនក៏ទៅសង់អាគារអាហ្នឹងខ្លះគេថាអាគារខ្មោចលៀងលុយអត់មានមនុស្សនៅទេគេចេះតែថតដាក់ភ្លើងយប់ឡើងគេនាំវាល្អមើលទៅមនុស្សនឹងរត់ចោលស្រុកអស់លេងអញ្ចឹងត្រឡប់ទៅមើលនៅលើពិភពលោកយើងនេះយើងកុំប្រៀបធៀបឆ្ងាយប្រៀបធៀបប្រទេសជុំវិញយើងចុះប្រទេសដែលយើងគិតថាវាបាក់ប្រហែលយើងចុះដូចជាឡាវដូចជាវៀតណាមដូចជាថៃគេមិនដែលទៅយករ៉ែឲ្យខ្សោះប្រទេសកាប់ព្រៃឈើឲ្យខ្ទេចខ្ញុំឲ្យបងប្អូនយើងប្រៀបធៀបនេះប្រទេស3ចុះតដែលខ្ញុំអត់កុំឲ្យថានិយាយនៅអាមេរិកនៅបារាំងខ្ញុំនិយាយនៅឡាវយើងអត់សូវចាប់អារម្មណ៍ប្រទេសខ្សោយក្រោមនឹមត្រួតត្រារបស់យួនប៉ុន្តែព្រៃឈើឡាវជាប់លេខ1ហ្មងណាគឺអត់បំផ្លាញរ៉ែឡាវលីកាយខ្ញុំនិយាយអំពីប្រទេសវៀតណាមនិងប្រទេសថៃបើខ្ញុំនិយាយប្រទេសថៃទៅគឺបងប្អូនភ្ញាក់បងប្អូនក៏ស្រាវរូមហើយខ្ញុំនិយាយពីប្រទេសវៀតណាមបងប្អូនអាចសម័យបានភ្ញាក់នឹងព្រឺរោមខុសពីសម័យយ៉ាងម៉េចភ្ញាក់នឹងព្រឺរោមមានន័យថាវាពិតធ្លាប់ឆ្លងកាត់គឺដោយលោកគ្រូនិយាយអូត្រូវសម័យមានន័យថារឿងនឹងគឺវាអាចវាពិតបងប្អូននៅសង្គ្រាមវៀតណាមខាងជើងវៀតណាមខាងត្បូងទសវត្សរ៍ឆ្នាំ60វៀតណាមខាងត្បូងគ្រប់គ្រងដោយអាមេរិកដែលមានទម្លាក់ក្របបែកបណ្ដេញទម្លាក់ក្របបែកពួកយៀកុងដែលប្រើប្រាស់ទឹកដីកម្ពុជានឹងអានឹងណាសមុនគឺជារឿងសង្គ្រាមវៀតណាមអាមេរិកវាដេញសម្លាប់ពួកយៀកុងដែលនេះទេអាមេរិកអត់ដែលនឹកឃើញសម័យឃើញទៅវាយខ្មែរទេអត់មានទេវាដេញទម្លាក់សម្លាប់ពួកយៀកុងប៉ុន្តែសង្គ្រាមជារឿងធម្មតាទេពួកនឹងជ្រកនៅនឹងនេះទម្លាក់លើពួកយៀកុងទៅលើទឹកដីខ្មែរពួកវៀតណាមមកពួកខ្ញុំនិយាយមួយតែខ្លះអត់ដឹងហើយទៅស្រាវជ្រាវថាបញ្ជាក់ថាសូនតានិយាយបែបអាមេរិកមិនត្រឹមតែទម្លាក់ក្របបែកទេគឺបានបាញ់ថ្នាំបំពុលគេហៅថាថ្នាំគេហៅថាតុកស៊ីកបារាំងហៅថាអាថ្នាំដើម្បីសម្លាប់រុក្ខជាតិពីព្រោះពួកចលនាតស៊ូរបស់ពួកយីកុងគឺវាលាក់ខ្លួននៅក្នុងព្រៃលាក់ខ្លួនក្នុងព្រៃវាយប្រហារវៀតណាមខាងត្បូងនិងកងទ័ពអាមេរិកទម្លាក់ក្របបែកមិនដឹងវាទម្លាក់ទៅក៏អត់ត្រូវផងមែនទេវាមានប្រជាជនទាំងអស់ហ្នឹងគឺវាមានក្បួនកិច្ចអំពីក្របបែករបស់អាមេរិកហ្នឹងហើយរកអត់ឃើញប្រមាណដល់ទៅពេលអញ្ចឹងណាអាមេរិកវាបានបាច់ថ្នាំពីលើអាកាសទៅលើព្រៃឈើនៅវៀតណាមបងប្អូនទៅដឹងហើយកាលពី100ឆ្នាំមុនព្រៃឈើនៅលើពិភពលោកនៅលើប្រទេសវៀតណាមគឺនៅលើប្រទេសខ្មែរដែរខ្មែរយើងណា
50 ឆ្នាំមុនដូចនៅវៀតណាមព្រៃឈើគ្របដណ្ដប់ 70% ឥឡូវសួរថាបាន 10% ទេចាន់ខ្លាយ៉ាជីងអាមេរិកវាបាញ់ថ្នាំដើម្បីសម្រាប់ពួកយកុងបាញ់កំទេចទីជំរកនោះព្រៃឈើណាបងប្អូនជាតិគីមីណាព្រៃឈើងាប់រាប់លានហិកតានៅប្រទេសវៀតណាមនៅប្រទេសវៀតណាមព្រៃឈើងាប់រាប់លានហិកតាងាប់ទៅថាងាប់ឆេះខ្ទេចសត្វមនុស្សខ្លងមនុស្សពីការមនុស្សខ្លះវេចមុខវេចមាត់ដោយសារអាសារជាតិគីមីដែលអាមេរិកវាទម្លាក់ចូលក្នុងព្រៃវៀតណាមហើយវៀតណាមបងប្អូនអាចទៅសារមន្ទីរឃើញនៅសារមន្ទីរអាមេរិកអត់ទេសារមន្ទីរអាមេរិកគឺនិយាយតែពីកងទ័ពអាមេរិកបងប្អូនអាចទៅសារមន្ទីរវៀតណាមគឺវានឹងបង្ហាញអំពីសង្គ្រាមដែលអាមេរិកទម្លាក់ជាតិគីមីដើម្បីបណ្ដេញពួកយកុងនៅក្នុងព្រៃនៅវៀតណាមតិចរាប់លានហិកតារាប់លានហិកតាសុខខែមថាខូចប៉ុន្តែបងប្អូនឥឡូវបងប្អូនទៅមើលប្រទេសវៀតណាមតើព្រៃឈើនឹងដែលអាមេរិកខ្ទេចហើយនឹងវាមានពាត់ពុះលក់ឯនៅប្រទេសវៀតណាមតែរយៈពេល30-40 ឆ្នាំរហូតមកទល់បច្ចុប្បន្នព្រៃឈើតើនគណៈបព្វជិជនគេយកលេខថាមនុស្សរិចមនុស្សតើនអាម៉េចវាត្រូវតែកាប់ព្រៃឈើបើអត់ចឹងមានដីណានៅស្រុកខ្មែរយើងបងប្អូនចាំបាច់ទៅកាប់ឈើនៅទៅអីដីយើងមកគោកមនុស្សមិនបានមកក្រុងហាណូយមួយផងហ្នឹងណាយើង73ទៅ 80% ពីដើមណាបងប្អូនឥឡូវយើងសួរមើលតើយួនវាមិនកើនទេអីសង្គ្រាមវៀតណាមណាស្លាប់រាប់លានអ្នកច្រើនជាងអពតទេយួនចិត្ត100លានអ្នកកើនពី50លានមក100លានអ្នកអាម៉េចក៏ព្រៃឈើវាកើនដែរមួយខ្ញុំនិយាយពីកន្លែងនេះដើម្បីឲ្យប្រាប់ថាយើងគឺបំផ្លាញបងប្អូនហើយបើយើងនិយាយអញ្ចឹងគេថាយើងក្បត់ជាតិដែរយើងចង់ឲ្យប្រទេសជាតិមិនត្រូវបំផ្លិចបំផ្លាញគេហៅយើងក្បត់ជាតិអាហ្នឹងបើស្រឡាញ់ប្រទេសជាតិចង់ឲ្យធនធានធម្មជាតិគង់វង្សប្រទេសជាតិមានការងារធ្វើជាតិក្បត់ជាតិអញ្ចឹងតើតែអាអ្នកបំផ្លិចបំផ្លាញព្រៃឈើរដ្ឋបុរាណនឹងការសម្លាប់មនុស្សហ្នឹងគឺស្នេហាជាតិមួយខ្ញុំនិយាយនៅថៃដូចគ្នាបងប្អូននៅថៃព្រៃឈើបច្ចុប្បន្នកើនណាស់បងប្អូនកើនវិញដូចជានៅជីដើរតាមជំរំមានបងប្អូនខ្លះកាលពីរត់ចរន្តប៉ុលពតទៅជំរំខាវីដាងជំរំសាយធូសាយប៊ីនងច័ន្ទអីហ្នឹងបច្ចុប្បន្នស្រាប់ទៅលេងម្ដងទៀតទៅមើលព្រៃដែរព្រៃដុកតិចបងប្អូនព្រៃដុកតិចជំរំនៅតាមជ័យដែនថៃដែលកាលពីមុនគឺមិនទាន់មានព្រៃវាលហើយប្រជាជនថៃមុនថយគ្នាប្រជាជនថៃចិត្តតែប្រជាជនយួនតែជា80លានទៅ90លានយួនតែ100លានជាងប្រជាជនកើនមួយគ្នាប៉ុន្តែព្រៃឈើថៃកើនដែរបងប្អូនបើមិនជឿសងតារាអ្នកទៅជំរំអ្នកធ្លាប់នៅជំរំគាត់នឹកអនុស្សាវរីយ៍គាត់ទៅលេងថៃគាត់ឆ្លៀតទៅកន្លែងជំរំទៅខេត្តហ្នឹងទៅលេងជុំចូលលេងចង់មិនសិតតែព្រៃប៉ុន្តែនៅស្រុកខ្មែរមិនទេអាកន្លែងដឹងពីដើមសិតតែព្រៃទៅវាលវងដាច់កតុយភ្នែកជាពិសេសណាបងប្អូននៅតំបន់បៃលិនអ្នកណានៅបាត់ដំបងគឺដឹងណាបៃលិនណាពីខេត្តបាត់ដំបងទៅបៃលិនបងប្អូនបើកឡានទៅមើលអត់ឃើញមេឃទេព្រៃឈើគ្របដណ្ដប់លងឹតឆឹងហើយចូលទៅចាញ់ញាក់ឥឡូវបៃលិនណាមានស្អីចាញ់អាមិនបានអត់ចាញ់ទេណាមកវានេះទៅហើយមនុស្សចាញ់ដោយសារមានព្រៃឈើច្រើនវាមានរ៉ែវាមានបារតវាមានត្បូងមាសវាមានត្បូងពេជ្រវាមានត្បូងកណ្ដៀងវាមានអាកាសធាតុហ្នឹងដែលមនុស្សយើងរស់នៅអត់ស្មហ្នឹងវានាំឲ្យចាញ់វាមានខ្យល់វាមានអីទៅមែនទេដល់តែពេលឥឡូវហ្នឹងបៃលិនហ្នឹងវាមានសល់ស្អីវាសល់តែរូបផ្កាឈូកនៅកាត់បំផ្លាញព្រៃឈើរ៉ែត្បូងមាសត្បូងពេជ្រវានេះបងប្អូនវានេះនៅក្នុងប្រវត្តិសាស្ត្រមិនដែលមានទេហើយដល់អញ្ចឹងទៅគេអួតសន្តិភាពគេមិនអួតអំពីសក្តានុពលបៃលិនគឺដែនដីត្បូងពេជ្រទេណាបៃលិនរហស្សនាងគឺដែនដីត្បូងពេជ្ររាប់ពាន់ឆ្នាំហើយនៅក្នុងប្រទេសកម្ពុជារាប់ពាន់ឆ្នាំហើយបៃលិនដែនដីត្បូងពេជ្រឥឡូវនេះបៃលិនមានស្អីគេទៅធ្វើអារូបកាយឈូកនៅវងមូលហ្នឹងហើយគេធ្វើអាគេចងភ្លើងចូលឆ្នាំហ្នឹងសង្ក្រាន្តចូលឆ្នាំហ្នឹងគេទៅថតបង្អួតសន្តិភាពគេថាអូអាហ្នឹងសម្បើមអាហ្នឹងអាណាក៏ធ្វើបានដែរប៉ុន្តែត្បូងពេជ្រតើណែអាចបង្កើតបានទេ
bay lên đàn đây thì bông bạch đàn đây preacher priest rong trong lọt trong thì lấy bơ mình chưa là na sai nơi khung bậc thang chia từ lên bay lên rồi ai tha đi xôn ra không miếng chanh như thế cho đi về mục kham thì ở miếng chanh như thế này hỏi bằng phone tới rồi ở miếng đây thì cái miếng uất rút chấm lạ cái miếng uất rút stop chuồn cái miếng rút uất cà chua rút ai nơi trung bình vùng mùi cái miếng uất rút kia 4-5 kia khô như tao ai chấm này đấy tao bông cần điên đây tao bông bách đó prey cho bà rót nâu bay lên nó lười bằng ở đây tôi bị sọc thay sọc yuan à đồng bằng nông bị mông còn lấy tôi viên lực vâng à mấy căng tầm lẹ chiết kỳ mi bằng côn súng bắc prey chưa mà pay cho năm coi tôi nó lồng ngất thâm sọc thay à đồng bằng chùm rung để chun việc luôn không ai dân tôi tam chỉ đại nó bị đám đồng bằng chùm rung viên lực vâng à lâu châu tôi lực prey lồng ngất thâm và để Campuchia thọp đôi chỉ bay lên đôi chỉ nó có che ra tận nát kiri mình đôi kiri vì muốn châu tôi lồng ngất thâm à lâu cho đồng viên làm vâng hai cái ao một tháng mà nè bị vọt preachment share แบบนี้ในการ preachment ได้ติดตู้ระตู้โซนนะสลัดเข้าจนประดับกาพลัดดูพนัดกำเนิดบ้าจาลังยืนโจตำดาวตะวีประดับจงกรายสำนัวจำลอยนั้นปัญหาเซ็งมาบ่มีสำนัวยืนชลอยบ่อตีคือยืนงี้นี่เนี่ยเป็นจับกับใส่ตัวขยมมือตื้อกงเกียเต้าจำทางคำวิศนาคำวิศนาอันนี้เชียร์วิจมือนะอันนี้ยำดังได้ไปแล้วmột con mình cốt con nơi sọc mai van thế con chê hôn sai sẽ há quá xong tôi con prao bị ác sợ đó rất là ác vậy này có thể sơn ra ốc rung mình nuôi ở miền sạt thổ mình chê bầm mà này nè dịch bay vật chỉ sa sẽ đặt tới vì thà bậc cây vì ốc bán miền là chê phải chào vì trâu dây trâu lấy nhom dây ở rừngเปรียบเทียบประเทศเวียดนามกับประเทศกัมพูชีdâyเรื่องไปlần taoในไอเมียนปีไอมกในdâyแต่โซนตราในdâyข้อกลายเป็นตีจีไปเจ้าอันนี้เองไปlầnไปดาวจะได้ในแต่บงปั๊กครบมันดับไปช่วยลงเงินช่างอะไรนั่นเกี่ยวกับลำยืนเกี่ยวกับเอายืนนั่นเคยอยากได้ในแต่บงปั๊กนั่นครบมันดับไปช่วยลงเงินช่างนั้นเกี่ยวเอายืนแต่เมื่อรูปจำลักสตูปยวนให้นั่นกาชุ่มวงมูลให้cái tay thườngสงกรานต์ด้วยcái thắtสั่นที่ไปcái tay thườngบอลโยอาจำเป็นประโยชน์ใส่อันนั้นเป็นไงนะบ้าจังสนับสนุนอะไรหลักที่สองเกินสัจจะถั่วให้บางคนให้ชลเป็นจังมือเด็กรุ่นไหนบ้านหมกบกเปียมีนไอเต้ยมเติบแต่โชว์ลูกครูจอบบาดจัดจอบแบบปีใบในตีเตียดngôi sầm bồ trong mơ lục group sai toal dù hơi bà lấy cứ chỉ cáp sai toal và đấy và tay nề mình tiên toa tê bà tạm tê và lia hả ở đây cáp sai toal tọt một vinh kim son sen lục group lo chiên kê ọt quần trơn bà sầm bát công chlat su đấy preachment rồi thi bonjour không việt na nâng á không vì sana bởi đối xôn ra cho cốt tầm bút bằng con một priệp thiếp xôn ra nên không vì sana mà nó khóc nên mê chẳng đấy xôn ra nên mất rút này sốc chi vật thỏa sơ lật thỏa mà nên nâng vật chi sạc nên giấy bài logic vật chi sạc cứ khơi sẽ chặt thỏa mà và ta không vì sana nên mất rút này mà nó chỉ cút nâng ạc sở rõ và ta hãy đến ban thì ọt cho cốt bằng con áบาโซนราเหมือนแบนจีเนี่ยปราดจีมนุษย์กูดล็อกโดยคำวิสนาตัวจีเมียนกับนักปะเมียนเนี่ยความโตก็อัดเมียนไอ้ได้ก็คนซ้ายเหมือนชื่อกระบาลเวลมกเหมือนโยมในแต่มือเปล่าให้ได้บางทีคนเหมือนไหนจับอารมณ์คนซ้ายคนเหมือนไหนต้องจับอารมณ์โซนราพี่พวกขยมเหมือนมนุษย์กูดโดยคำวิสนาจังให้บางทีจับởปุกขยมจีจำนับขมังนะอันนั้นนะบางทีหาว่าปกขยมยกเครื่องยืนตัวต่ำเล็กดักจีจำนับขมังพี่ปลุกเบอร์ซันจีกอดปัจจิสอัพอำเภออายุติทอสอัพกาจีประมาณอักษรอักษรทอให้ไอ้บางทีคำวิศนาจีประมาณระดับกับอักษรทอยอดไอ้
vì tôi ta nâng bom mà ra ơi còn sai mà trong giây tới là không có thể cầm chuyện gì ở mà mặt đấy vì tôi tới mà nung nướng chi mà nung cút mà nung cô mà nung thắng tư hai cái ruộng nước ban được bom bột đấy đâm đầm côประเทศกัมพูชีปัจจุบันมนุษย์ได้มีการชุบจับรบลินเนี่ยประเทศมนุษย์เขามีอะไรมาเนี่ยเห็นยังไงดำดังโกประเทศมุ้ยได้ดำดังโกเฮ้ยมีในแต่ประเทศนึงอันมีสันติภาพสันติภาพโดยที่ยมเลือกจีโอตีหอกสอสกัดอักเขตตะก้อได้มีชั่วสันติภาพมันในภูมิเขตตะก้อพัชมุสันติภาพไปตั้งคนนั้นเขาบอกไอ้เดียวท่าในโซนสันติภาพเนี่ยบ้านสำลักหนึ่งพลันเตี้ยจังไม่กูวิอันนั้นสันติภาพและสันติภาพชั่วที่อาคิตกอโซนสันติภาพเมดโซนอะไรอาคิตกอโซนสันติภาพนั้นคือจีชั่วโมงระหว่างคิตกออาโปดนะไว้ดักชั่วโมงปฏิท่ากัมพูชีประชีตปไตยแต่ประเทศประชีตปไตยที่จังโกดิพนมเหมือนแม้นกัมพูชีนั้นมีประชีตปไตยที่อาคิตกอได้มีชั่วโมงท่าประชีตปไตยถ้าอาโปดไว้ดักชั่วโมงท่าประเทศกัมพูชีนั้นคือมหาออกจ้ามหาลุกพลักเลือกสมัยอังโกโดยพนมเปญเลือกโตก็โชว์ในนิวยอร์กจังอันนั้นแม้ในทราบกัมพูชีนั้นวิมหาออสจามาดูพลาดที่กันในทางเรื่องสมัยก่อนที่นี่โดยทราบแต่อันนั้นคือตำราเอาไปโจทานจังบ่อยเอาทานจังกิโยตะไฟตะบงชอบในขนมประเทศกัมพูชีคือตำราเอาไปโจมนุษย์เนี่ยเลวสุฟีฮันนี่ทานจังไอ้บอกเอาทานจังที่กิโยตะดักกุ๊กโยตะดักกุ๊กอะหมายบาสรีสุพีบสู้ได้ใช้ยาสมอยกระหอมลูกครูตาคุณมาแนทหินแต่จอจ้าไม่ดึงปนได้เต่าบาดไตมันออดได้ก่อนนะจอจ้าไม่ได้ตัวคลายอันนี้พัดเปิลพีระบาดสุพิบปรกใหม่บางคนได้คิดว่าบัสันจีกันหนักปักประจีจุนหรือก็สมดัยก็สอบกาจีประมาทนักสระอัสลัดทอโซนร้านไม่ได้จีฮุนไซนี่นะเอาโซนร้านเย่แต่ปีศาจทอแต่นั่นไอ้ครั้งคณะปัจจุบันสบู่ทุนเทียนเหมือนลูกมันเนี่ยไอ้เลือกยกเฮ็ดพอลโมไปเจ้าถ้าโซนรันยี่เขาตั้งอะไรขยมคนยี่บางมัดเลยถ้าโบไปลิ่นได้ได้จะโบไปกรบดันดับโดยปริชูตัวเจ้าละหำอะไรแต่ไปลิ่นมีนใส่นั่นนี่ยี่แต่มันเนี่ยเดี๋ยวละนั่นไอ้ยี่ประดิษฐ์นั่นทำไม่ทำบ้านเลยอันนั้นเป็นตัวยิ่งเจ๋งเนี่ยนี่ใจปัดแต่มีชั่วท่าประดิษฐ์ประดิษฐ์นี่มันประดิษฐ์เลยวิชั่วปัดเนี่ยอะไรบางคนนะเมื่อรัตนกรีมันโดนกรีกับเจสตันไทยเลยปีม้วนปรีเชยอย่างไรวินิจติบางคนนะกัมพูชียืมมันดังทาวิริยุดไงบักบอกไปชนามที่ซองสมบูรณ์เป็นพวกลูกเกมและดักนองประเทศเต้าจีสมบูรณ์บางคนกรมการดักนองนี่ระบบคนนะกัมพูชีนังมีนอาเกียคนใต้ซอลสมบูรณ์ป้าตะพูดท่อมาจิตไงนะบุยยังมันดังในมือมันเคยรุงจุ้ยพันได้มันได้อาเกียเลยที่สร้างซองเลยกับปงซาวพนมเปิ้ลบักก็ต่างลุยเฟือเพราะตรอกสมบัติยังมีในสมองประเทศกัมพูชีได้สวรรค์ดับภูมิน้องอมลงเปย์มาให้แต่สามสับฉนามติดหนึ่งมีนตายสมบูรณ์เกณฑ์ยกรูปเพียบรูปจำลักหนึ่งเพลิงป้อมาเบาปลายยืงขาจิกาดีกว่าเกมันเอายืมมือทนทินสมบัติตรอกสมบัติระบอบชีวิตในประเทศนี้ขยมอุตีห่อมวยเรื่องนู้ใครไปเล่นรูปมันอยู่จนรายการเกหนึ่งยกเพลิงป้อตั้งในโรงวงมูลใครไปเล่นมกเอายืมมือทาทิพย์ออกจากโดยเกมันเอายืงดังมันเอายืงมันดังมันเอายืงดังนึ่งมันเอายืงในใหญ่อมปีกาติดตีในแดนใดโบปิดนึ่งแดนใดไปเชื้อนึ่งไปเลยแต่ประเทศกัมพูชีบางคนtrong bànเพลิงปอดเอาหน้าก็ไอ้เธอบ้านก็นั้นเชียงเฟื่อนะเพลิงปอรูปจำลักกายชูตังหรือตามสปีนตามไปนะถ้าวิจิสมบัติหรือก็สมบัติทนทีนไรโบมีโบปิดปรีเชื่อได้จิสมบัติเป็นประกาศมันจุติขยมถ้าปล่อยให้เจี๊ยบมาเพย์ชนามติดประเทศกัมพูชีซอลไตสมบูรณ์กุดให้เกี่ยนึงบันลำหนึ่งยกรูปเพลิงปอมปูนไม้ดักตามเพลิงอาเกียนึ่งกาพักซีเชียงร้อมนี่กาพักซีเชียงร้อมใบตึ๊บหมกบอมพวนเล็กบังพิบหันเฮาตรอมสมบัติปฏิจิตได้ลุกติดบอกลุกติดจังจำนวนนี้
បានជាខ្ញុំលើកយកប្រធានបទមួយឆ្ងល់เลยថាតើហេតុអីបានជាត្រូវរួមទៅសង់រោងចក្រនៅកណ្ដាលព្រៃទៅវិញហ៎ហេតុអីបានជានៅក្បែរក្រុងកគុកមិនសង់នៅជាធម្មតារោងចក្រគេតែងតែសង់ហើយមានព្រុយគេដាំព្រៃជុំវិញដើម្បីស្រូបជាតិពុលប៉ុន្តែនេះមិនបានត្រូវជារោងចក្រប៉ុណ្ណាបានជាត្រូវការដីរាប់រយហិកតាបងប្អូនជារឿងមួយដែលយើងប្រជាជនយើងមិនមែនមិនប្រតិកម្មទេព្រោះខ្លាចគុកអញ្ចឹងបានថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមនុស្សណែនទ្រូងឈូចាត់ណាស់ប៉ុន្តែមិនអាចនិយាយអ្វីបានប្រិយមិត្តដោយសារតែគ្មានសំណួរនឹងពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមបញ្ចប់តែសុខផងអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដមមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបទៅទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្តី